សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel មានសៃទូចទៀតណាបន្ទាប់ពីបាយគ្នាយូរឥឡូវ admin ត្រឡប់មកវិញហើយប៉ុន្តែគឺអ្នកគ្នាអើយគឺ admin ឈឺកផ្ដាសាយសាហាវខ្លាំងមែនទែនរយៈចង់ចាញ់ទេឈឺតាំងពីមុនចូលឆ្នាំរហូតដល់ចូលឆ្នាំហើយនេះនៅតែកងួរទៀតប៉ុន្តែចេះតែធំវយទៅព្រោះថាខាន់ចាញ់រឿងយូរខ្លាំងមែនទែននឹងអ្នកទាំងអស់គ្នាដែរចឹងណាហើយថ្ងៃនេះ admin យករឿងដាច់ការ៉េមួយមកសម្រាប់ជូនអ្នកទាំងអស់គ្នាមើលតែរឿងហ្នឹងគឺមានចំណងជើងថា Switch ដែលនិយាយអំពីរឿងរ៉ាវជីវិតរបស់តារាល្បីឈ្មោះម្នាក់ដែលមានតែលុយមានតែទ្រព្យសម្បត្តិប៉ុន្តែគ្មានក្តីសុខឯកាលន់លីខ្លាំងមែនទែនលុះចូលដល់យប់គ្រីស្មាស់មួយហ្នឹងក៏បានឡើងជិះតាក់ស៊ីមួយដែលធ្វើឲ្យជីវិតរបស់គាត់នឹងប្រែប្រួលទាំងស្រុងពីតារាដែលធ្លាប់តែល្បីឈ្មោះលុយចាយមិនអស់ទៅណាក៏មានអ្នកស្គាល់ហ្នឹងប្រែប្រួលទាំងស្រុង180ដឺក្រេតែម្ដងគ្រាន់តែបើកភ្នែកដឹងខ្លួនឡើងមួយថ្ងៃថ្មីហ្នឹងគាត់ជួបរឿងភ្ញាក់ផ្អើលជួបរឿងហួសចិត្តខ្លាំងមែនទែនដែលគាត់នឹងមានកូនភ្លោះដល់ទៅ2បាត់ហើយមិនដឹងថាមានតាំងពីពេលណាមកហើយក៏មានអតីតសង្សាររបស់គាត់គឺជាប្រពន្ធរបស់គាត់ជីវិតវិញនិយាយពីឋានតោកយ៉ាខ្លាំងមែនទែនគាត់ទទួលយកសភាពរបស់គាត់នឹងអត់បានទេព្រោះថាធ្លាប់តែជាមនុស្សដែលមានលុយចាយពេញកប៉ាល់ហើយអ្នកឲ្យគិតមើលខ្លះទៅជាអ្នកក្រខ្លះទៅជាប៉ាប៉ារបស់គេនឹងទាំងមិនដឹងអីសោះហើយមើលឃើញកូនរបស់ខ្លួនឯងដូចមនុស្សចម្លែកមុខហើយផែនហោដែលធ្លាប់តែជារបស់គាត់ហ្នឹងក៏ខ្លះទៅជារបស់គេដែលធ្វើគាត់ឡាំប៉ាខ្លាំងមែនទែនឡាំប៉ាផ្អើលឡើងពេញផែនហោតែម្ដងគាត់ឆ្ងល់ខ្លាំងមែនទែនគាត់ហួចចិត្តខ្លាំងមែនទែនដែលគ្រប់គ្នាអត់ស្គាល់គាត់សអត់ចាំគាត់សអត់ដែរមកទទួលមែនដោយសារតែការចលាចលមិនគិតមកប្រើរបស់គាត់ហ្នឹងក៏ធ្វើឲ្យគាត់នឹងចូលប៉ប៉ូលីសបានសម្រេចហើយរឿងសោកដែលគាត់ហ្នឹងទៅតារាមយកផែនហោរបស់អ្នកដតីហ្នឹងធ្វើឲ្យអ្នកជាប្រពន្ធហ្នឹងនិយាយពីថាកញ្ញាញ់ខួរខ្លាំងមែនទែនតបប្រមខ្លាំងមែនទែនខ្មាស់គេខ្លាំងមែនទែនអូខេអញ្ចឹងខ្ញុំបើកក្បាលរឿងហ្នឹងតែប៉ុណ្្នឹងអញ្ចឹងមកចង់ដឹងថាតើជីវិតរបស់គាត់ហ្នឹងនឹងប្រែប្រួលឬក៏បដូរមកវិញឬក៏អត់ឬក៏គាត់នឹងព្រមទទួលយកជីវិតដែលខ្លួនឯងនឹងមានកូនភ្លោះដល់ទៅ2នឹងបានឬក៏អត់ហ្នឹងតើចូលមកស្ដាប់ការសម្ដែងរបស់ខ្ញុំនៅក្នុងរឿងហ្នឹងតែម្ដងណាប៉ុន្តែមុននឹងបន្តសាច់រឿងនៅក្នុងវីដេអូនេះមានក៏មាន app មួយចង់ណែនាំអ្នកទាំងអស់គ្នាដែលមានឈ្មោះថា MRTS Survey គឺជា app មួយដែលអ្នកទាំងអស់គ្នាអាចចូលរួមឆ្លើយសំណួរសន្សំពិន្ទុដល់យករង្វាន់អញ្ចឹងដើម្បីចូលរួមឆ្លើយសំណួរនៅក្នុង app MRTS Survey កុំភ្លេចណាដោនយក app ប្រើប្រាស់ទាំងអស់គ្នាដើម្បីងាយស្រួលឲ្យអ្នកទាំងអស់គ្នាដោនយក app MRTS Survey យកទៅប្រើប្រាស់ admin ក៏បាន pin link app នៅក្នុង comment ក្រោមវីដេអូនេះដែរអ្នកទាំងអស់គ្នាអាចចូលតាមរយៈ link នឹងបានណាដោយសាររឿងដំបូងនឹងផ្ដើមចេញពីសិស្សម្នាក់ដែលមានឈ្មោះថាលីហាយ៉ងនាងទទួលបានទូរស័ព្ទទាំងព្រឹកនឹងតែម្ដងដែលមានគេតែមកប្រាប់នាងថាឥឡូវនឹងរូបថតរបស់នាងជាមួយនឹងរូបថតតារាល្បីឈ្មោះម្នាក់ទៀតដែលមានឈ្មោះថាផាកាំងហ្នឹងកំពុងតែបែកធ្លាយពេញសសល់ពេញអនឡាញហើយគេពិតជាចង់ដឹងខ្លាំងមែនតើថាឥឡូវនេះនាងកំពុងតែតាក់ទងជាមួយនឹងផាកាំងហ្នឹងមែនក៏អីគ្រាន់តែដឹងរឿងនឹងភ្លាមបើកចូលមើលក្នុងអ៊ីនធឺណិតភ្លាមមកគឺរូបថតរបស់នាងជាមួយនឹងផាកាំងដែលត្រូវបានគេប្រមាញ់ហ្នឹងគឺឡើងធ្លាយពេញនឹងតែម្ដងហើយយ៉ងឃើញរូបតអស់នឹងហើយនឹងក៏ slot monster ទេហើយក៏បានដាក់ខាងប្រុសនឹងឲ្យងើបមកមើលព័ត៌មានហ្នឹងប៉ុន្តែពេលដែលគាត់ឃើញព័ត៌មានហ្នឹងហើយដូចអង្ហើយខ្លាំងមែនតើអត់ខែអីសុំហ្មងណាតែជាខ្វល់រឿងរូបថតរបស់គាត់ដែលត្រូវបានគេផុសនឹងអត់ស្អាតសអីអញ្ចឹងណាហើយនៅក្នុងព័ត៌មានទាំងអស់ហ្នឹងក៏បានសរសេរថាលបងហ្នឹងគឺគាត់ដូរសង្សារច្រើនខ្លាំងមែនតើមិនដឹងថាគាត់នឹងមានសង្សារប្រមាណទេក្នុងមួយឆ្នាំហ្នឹងបានតែបន្តិចហ្នឹងអ្នកចាត់ការរបស់ផាកាំងហ្នឹងដែលត្រូវជាមិត្តភក្តិរបស់គាត់ដែរហ្នឹងមានឈ្មោះថាជូយុនហ្នឹងបានខំមកសួរគាត់ថាឥឡូវនេះឯងនៅជាមួយនឹងលីហាយ៉ងមែនលបងកាំងហ្នឹងមកមុខខាងស្រីហើយហ្នឹងក៏តបទៅកាន់គេវិញថាមើលទៅបែបហ្នឹងហើយជូយុនណាក៏បានប្រាប់មកវិញទៀតថាគាត់បានបដិសេធជាមួយនឹងអ្នកកសែតតែតទៅនឹងរឿងអាស្រូវហ្នឹងហើយថាពួកគេទាំងពីរអ្នកហ្នឹងគ្រាន់តែជាមិត្តភក្តិជាមួយនឹងគ្នានោះទេគ្មានតែអ្នកតំណស្នេហាអីអញ្ចឹងហើយគាត់ក៏សូមឲ្យផាកាំងហ្នឹងជួយជំនះខាងស្រីហ្នឹងចេញពីបន្ទប់ហ្នឹងផងហើយកំណត់របស់សម័យខ្លួនហ្នឹងវិញនិយាយពីថាលឺឲ្យចង់ដាក់មកកញ្ញោមកនិយាយមែនក៏ប្រាប់មិត្តភក្តិរបស់គាត់ថាគាត់នឹងប្រាប់អ្នកកសែតថាគាត់នឹងអត់ចាំទេព្រោះថាយ៉ាងណាមិញគាត់នឹងភ្លេចនាងតារាហ្នឹងតែអរគ្នាខាងស្រីនឹងហាយ៉ងនឹងគ្រាន់លឺចឹងហ៎ឡើងឆ្ងល់តែម្ដងខ្ញុំហ្នឹងគឺជាវត្ថុឬក៏មិនឥឡូវហ្នឹងនៅក្នុងបន្ទប់ជាមួយនឹងគ្នាគាត់ហ៊ាននិយាយចឹងណាមុខរបស់នាងហូហេតុខ្លាំងមែនតើដោយត្រង់បានទេនាងក៏បានសួរទៅកាន់គាត់ថាមិនលោកនិយាយគេគាត់បានជាសួរបកមកកាន់នាងថាព័ត៌មានដែលកំពុងបែកធ្លាយរឿងពួកគេទាំងពីរអ្នកហ្នឹងagency របស់នាងហ្នឹងគឺជាអ្នកទម្លាយមែនតែឃើញថា reaction របស់ខាងស្រីនាងគ្នាដូចជាមិនដឹងរឿងអីទេតែខាងប្រុសនឹងអត់ឈប់ធំដឹងឯងគាត់នៅអួតខ្លួនឯងទៀតថាការដែលនាងមកមានរឿងអាស្រូវជាមួយនឹងគាត់ហ្នឹងវាផ្ដោតផលប្រយោជន៍ឲ្យនាងអញ្ចឹងណាដែលគាត់ថាគឺជាអ្នកខាតបង់ប៉ុន្តែនាងគឺចំណេញធំដោយត្រង់ស្ដាប់បានទេស៊ីកដាប់ដៃស៊ីកភ្លៀងកដាព្រឹករបស់ខាងស្រីនឹងតែម្ដងឲ្យដឹងប្រាំងឲ្យវាអញ្ចឹងចុះហើយខ្ជិលចលក់ជាមួយនឹងគាត់ច្រើនណាស់នាងក៏តាំងផងដែរចេញពីបន្ទប់នឹងឲ្យប៉ុន្តែមុននឹងចេញហ្នឹងសុំចេះទឹកមុនចូលឆ្នាំតិចសិនអស់ច្រឡំអ្នកនរគ្នាសុំចេះកាហ្វេដាក់រូបរបស់គាត់ដែលតាំងនៅលើជញ្ជាំងហ្នឹងសិនក្តៅចិត្តពេកហើយមើលរកពីរបស់ម្ចាស់រូងនិយាយពីថាក្តៅកាហាយជាងរឿងអាស្រ័យដែលកំពុងផ្ទុះឥឡូវនឹងទៀតខកឡើងតែខ្លួនឯងស្លៀកខោខ្លីអីនេះលបងអ្នកចាត់ការលបងមិត្តភក្តិហ្នឹងក៏បានប្រាប់ថាស្លៀកខោសិនណាបន្ទាប់ពីនឹងគេរៀបចំខ្លួនហើយនឹងចេញពីបន្ទប់នឹងមកហើយដើរបដាអីបដាហ្នឹងនិយាយការងារជាមួយនឹងលបងជូននឹងបណ្ដាចឹងទៅហើយហេតុតែគាត់គឺជាតារាល្បីចឹងហើយគាត់មិនចង់ថតរឿងមួយដែលគាត់នឹងកំពុងតែមាន script អាននៅក្នុងដៃតែគាត់ថាអានបានត្រឹមតែ3 page នឹងគាត់ក៏កេងលក់បាត់តែបន្ទាប់ពីដឹងពីលបងជូហ្នឹងថាគាត់នឹងទទួលបាននៅភាគហ៊ុន 30% ដោយអ្វីដែលគាត់នឹងសុំខាងគេហ្នឹងគាត់ក៏អូខេថតក៏ថតដែរចឹងអាដែងថាវាច្រើនដែរ 30% មិនតិចណាលុះចូលមកក្នុងឡានភ្លាមនឹងម៉ាក់របស់គាត់ហ្នឹងក៏វីដេអូខលមកដែរឥឡូវនឹងគាត់កំពុងដើរលេងនៅក្រៅប្រទេសនឹងដូចខ្វិនអញ្ចឹងដោយសារតែកូនប្រុសរបស់គាត់គឺជាតារាល្បីមានលុយច្រើនអញ្ចឹងណាដល់ទទួលសាប់ចុះភ្លាមនឹងក៏ឆែកមើលកង់ឃើញថាម៉ាក់របស់គាត់នឹងទិញរបស់បោចាយអស់លុយច្រើនខ្លាំងមែនតើអញ្ចឹង
ងហើយគាត់មានការឆ្ងល់ជាខ្លាំងហ្មងថាម៉ារបស់គាត់នឹងទិញរបស់គាត់ដូចជាកាបូបទាំងអស់នឹងអីយកមកនឹងយកមកបើកហាងឬក៏ម៉េចបានជាទិញច្រើនម៉ងចាទិញទៅហេតុតែកូនមានលុយហើយទិញសិនទៅហើយបន្ទាប់ពីនេះយើងកាត់មកមើលស៊ីនគាត់នឹងសម្ដែងរឿងវិញម្ដងគាត់នឹងសម្ដែងរឿងបុរាណប្រវត្តិសាស្ត្រអីអញ្ចឹងណាយាយមែនឃើញទឹកមុខរបស់គាត់ហើយគឺចង់ទៅអស់សំណោចទេហើយសម្ដែងស្រាប់តែផ្លេច script ផ្លេចប្រូអ្នកទាំងអស់គ្នាអើយហើយគាត់ទៅសម្ដែងរឿងនឹងធ្វើមកតែគាត់នឹងគឺជាកូនសិស្សហើយហ្នឹងកូនសិស្សណាមុនពេលចូលប្រឡងអីណាតែតែគាត់រូបមន្តតិចតួចឬក៏ប្រយ៉ងអីតិចតួចដាក់លើបាតដៃអីអញ្ចឹងណាតែលបងនេះវិញអត់ចាំប្រូអញ្ចឹងហើយហ្នឹងក៏បានកត់ script ហ្នឹងដាក់លើបាតដៃដូចយើងដែរហើយសម្ដែងអត់ចាំ script ហ្នឹងក៏លួចមើល script សិននិយាយពីថាអ្នកថតជាមួយនឹងគាត់ដូចជា producer អីហ្នឹងនិយាយពីថាតឹងទ្រង់ខ្លាំងមែនតើមិនដែលឃើញតារាណាអញ្ចឹងហ្មងហើយនៅពេលដែលគាត់នឹងមើល script ខ្លួនឯងអត់ចាំហ្នឹងគាត់ក៏ស្រែកខាត់តែនៅតួនាទីស្រែកហ្នឹងគឺជារបស់ producer ទេតែគាត់គឺជាអ្នកស្រែកទៅវិញលបងនឹងកោកន្លែងថតនឹងខ្លាំងមែនតើនិយាយមែនខ្លួនគាត់នឹងអត់ព្រមអាន script អត់ព្រមអានសាច់រឿងគេទេអត់ព្រមទិញទេតែគាត់បែរជាមកឡំប៉ាដាក់គេថា script របស់គាត់នឹង line របស់គាត់នឹងវាវែងខ្លាំងពេកបានជាគាត់នឹងអត់ចាំអញ្ចឹងហើយឥឡូវនឹងគាត់គួរតែដូរ line របស់គាត់អត់និយាយទៅគឺថាអាខ្លួនឯងគិតខ្លួនឯងធ្វើខ្លួនឯងហ្មងដូចខ្លួនឯងអ្នកនិពន្ធអញ្ចឹងទោះបីជា producer នឹងប្រាប់ថាអ្នកនិពន្ធនឹងគេពេញចិត្តជាមួយនឹងសាច់រឿងជាមួយនឹង script របស់គេហើយក៏គាត់នៅទទួលមកជាមួយនឹងគេតដែរហ្នឹងថាឲ្យតែប្រាប់អ្នកនិពន្ធទៅដោយសារតែសាច់រឿងរបស់គេនឹងផ្ញើមកឲ្យគាត់អីហ្នឹងគឺថាផាត់ផយនីតិចុងក្រោយខ្លាំងមែនតើអញ្ចឹងហើយឥឡូវនឹងគាត់សុំធ្វើតាមមធ្យោបាយរបស់គាត់ហើយមើលទៅមក producer មើលទៅមក director ហ្នឹងទៅនិយាយថាចង់ដាក់គាត់មកកញ្ញោខ្លាំងមែនតើដូចក្មេងបៀមដៃហ្មងណាមកធ្វើការលេងហើយដោយសារតែមករបស់គាត់និយាយឲ្យទៅរួចពីមាត់អញ្ចឹងហ្នឹងបាបកម្មគឺមានពិតមែនគាត់តែផឹកកាហ្វេហ្នឹងក៏បាបក៏មានកម្មដែរផឹកកាហ្វេឡើងក្តៅឡើងព្រុសពេញហ្នឹងតែម្ដងចាក់ទឹកលាងដាតរបស់គេនឹងកុំឲ្យរលាកអីអញ្ចឹងណា director នឹងឃើញអញ្ចឹងនឹងក៏បានជួតពុកមាត់នឹងឲ្យទៅកុំឲ្យខូចឈុតខូចអីគេអញ្ចឹងណាលោកចុះដល់យប់ឡើងនឹងគាត់ក៏មកទទួលពានរង្វាន់តារាឆ្នាំសម្ដែងរឿងបានល្អហ្នឹងហើយពិធីការនេះដែលប្រកបពានរង្វាន់ឲ្យគាត់ហ្នឹងគឺជាលីហាយ៉ងនឹងឯងគ្រាន់តែឃើញមុខគាត់មកទទួលភ្លាមហ្នឹងនាងក៏និយាយតិចខ្សឹបលើតែពីរអ្នកនឹងឯងបើសិនជាខ្ញុំដឹងថាមនុស្សចង្រៃដូចជាលោកគឺជាអ្នកឈ្នះវិញខ្ញុំនឹងមិនមកទេហើយលបងកាំងហ្នឹងគេរសារទឹកមុខសមមែនតែនក្នុងនាមគឺជាតារាសម្ដែងអាជីពអីអញ្ចឹងណាគាត់នៅតែរសារទឹកមុខស្នាមញញឹមរបស់គាត់នៅតារានឹងឯងមិនឈឺចាប់នឹងការជេររបស់គេសមហ្មងណាទទួលពានពីខាងស្រីហើយនឹងគាត់ក៏អបនាងទុកជាការគួរសមនៅក្នុងកម្មវិធីរបស់គេអញ្ចឹងទៅហើយក៏បានឌឺឲ្យនាងថាអញ្ចេះព្រះជាម្ចាស់តានាងស្លៀកខោទឹកនោមប្រមាណហ្នឹងនិយាយថាមាត់នឹងល្អិលសាហាវហ្មងលោកបន្តពីចេញពីកម្មវិធីទទួលពានរង្វាន់ហើយហ្នឹងលបងកាំងហ្នឹងក៏ទាមទារចូលបានដើម្បីផឹកស៊ីអញ្ចឹងទៅទោះបីជាដឹងថាយប់ហ្នឹងគឺជាយប់អ៊ីវ៉ាន់គ្រីស្មាស់ក៏ដោយតែលបងជូហ្នឹងក៏ប្រាប់ថាកម្របបញ្ចូលទាំងគាត់អីក៏អត់ចង់ចូលបានអីទេព្រោះថាកូនរបស់គាត់ហ្នឹងកំពុងរងចាំនៅផ្ទះចឹងនេះតែលបងកាំងហ្នឹងគេក៏តូនតែមកវិញថាគេអត់មានគ្រួសារអីទេអញ្ចឹងបើសិនជាគេនឹងខុសហៅហាយ៉ងនឹងមកផឹកជាមួយនឹងនាងទៀតណាបើសិនជាមានរឿងអាស្រូវទៀតធ្វើម៉េចហើយគេគួរទៅរកអេเจนស៊ីថ្មីអត់ព្រោះថាលបងចូលនឹងអត់ធ្វើតាមគេអត់កំដរគេអីអញ្ចឹងណាអើយសាហាវខ្លាំងណាគេកោហ្មងនិយាយទៅក្លុកទីក្រុងហ្មងដល់លឺលបងតារានឹងតអូនតាអញ្ចឹងហើយនឹងលបងចូលនឹងគាត់មានដាច់ចិត្តណាខ្លាចអត់មានការងារធ្វើខ្លាចអត់មានចំណូលដែរអញ្ចឹងហ្នឹងក៏សុខចិត្តទុកប្រពន្ធទុកកូនចោលសិនណាមកផឹកជាមួយនឹងគេសិនទៅប៉ុន្តែឃើញថាពួកគេទាំងពីរនាក់នឹងអត់បានចូលបានតាមអ្វីដែលផាក់កាំងនឹងចង់បាននោះទេគឺពួកគាត់នឹងចូលហាងផឹកស៊ីធម្មតាមួយទេហើយពេលហ្នឹងផាក់កាំងនឹងក៏បានឃើញអក្សរនៅលើជញ្ជាំងហ្នឹងដែលគេមានសរសេរថាកាំងស្រឡាញ់ស៊ូយុនឃើញអក្សរឃើញពាក្យហ្នឹងហើយនឹងឃើញថាលបងកាំងនឹងដូចជាប៉ះពាល់អារម្មណ៍មិនដឹងទេភ្លាមហ្នឹងគាត់ក៏សម័យនឹកឃើញនៅរឿងរ៉ាវដែលគាត់នឹងសំបែកគ្នាជាមួយនឹងសង្សាររបស់គាត់ដែលមានឈ្មោះថាស៊ូយុននោះឯងពេលនោះឃើញថាស៊ូយុនតក់ស្លុតនឹងការសំបែករបស់គាត់នឹងខ្លាំងមែនទែនប៉ុន្តែមិនដឹងថាមូលហេតុអីបានជាខាងប្រុសនឹងសុំខាងស្រីបែកគ្នានោះទេបន្ទាប់ពីហ្នឹងចូលដល់បច្ចុប្បន្នវិញលុះចេញពីហាងផឹកស៊ីនឹងហើយហ្នឹងផាក់កាំងនឹងក៏បបួលលបងជូនឹងទៅសខេនរនជុំទី2ចឹងទៅឬក៏ទៅកន្លែងរបស់គេហ្មងមិនដែរតែលបងជូនឹងក៏បានបដិសេធដោយសារតែវាគឺជាយប់គ្រីស្មាស់អញ្ចឹងហើយបើសិនជាគាត់នឹងហៅលបងនឹងទៅផ្ទះរបស់ខ្លួនប្រពន្ធរបស់គាត់នឹងសម្រាប់គាត់ចោលម្ខាននេះហើយភ្លាមនឹងគាត់ក៏បានហៅតាក់ស៊ីមួយឲ្យលបងកាំងនឹងហើយពេលហ្នឹងទោះបីជាជូយន្តនឹងចង់ជូនគាត់នឹងទៅដល់កន្លែងឡើងតាមតាក់ស៊ីនឹងទៅជាមួយនឹងក៏គាត់ព្រមដែរក៏ដេញឲ្យគេនឹងទៅរកកូនរបស់គេទៅតនគាត់ដែរនៅចិត្តល្អតែមិនចឹងក៏ដូរចិត្តឡើយហើយប៉ុន្តែមុននឹងបិទទ្វារតាំងស៊ីហ្នឹងលបងជូនឹងក៏បានឆ្លៀតផ្ដាំមិត្តភក្តិរបស់ខ្លួនថាកុំខករកហាយ៉ងតែមិនចឹងបង្កបញ្ហាធំទៀតហើយទៅដល់ផ្ទះវិញកុំភ្លេចខលមកប្រាប់គាត់ផងបន្ទាប់ពី5ប្រែហើយនឹងតាក់ស៊ីក៏បានបើកចេញទៅហើយវាគឺជារឿងធម្មតាទេដែលគាត់នឹងគឺជាតារាល្បីអញ្ចឹងនោះតាណាក៏មានអ្នកស្គាល់ដែរសូម្បីតែពូតាក់ស៊ីនឹងក៏ស្គាល់គាត់ដែរហើយគាត់គិតថាយប់នឹងគាត់សំណាងខ្លាំងមែនតែនដែលបានបើកជូនមនុស្សល្បីអញ្ចឹងណាក៏ថែមទាំងសួររឿងផ្លូវចិត្តរបស់ផាក់កាំងនឹងទៀតថាសប្បាយចិត្តណាស់ត្រូវអត់ព្រោះថាមានគ្រប់យ៉ាងបែបហ្នឹងហើយនោះល្បីក៏ល្បីមានក៏មានដែរអញ្ចឹងហឹងអីថាមិនសប្បាយចិត្តមែនទេតែផាក់កាំងនឹងគាត់បែរជាមិនពេញចិត្តចំពោះជីវិតដែលគាត់មានឥឡូវហ្នឹងទេគាត់ថាឈួតខ្លាំងក្នុងជីវិតរបស់គាត់គឺ no answer ហ្មងណាដល់លើកបាននឹងពូតាស៊ីនឹងក៏បានសួរបងមកវិញថាអញ្ចឹងលោកមិនពេញចិត្តនឹងជីវិតរបស់លោកឥឡូវហ្នឹងទេត្រូវអត់លោកស្ដាយក្រោយមែនអត់បើសិនជាលោកមានឱកាសក្នុងការផ្លាស់ប្ដូរអតីតកាលរបស់លោកតើលោកចង់ផ្លាស់ប្ដូរអីគេតែផាក់កាំងនឹងក៏បានត្រឹមទៅតបទៅវិញខ្លីៗថាមិនសមហេតុផលទេនិយាយអញ្
ចឹងរួចហើយនឹងគាត់ក៏បិទភ្នែកគេងទៅបន្ទាប់ពីនឹងស្អីរឿងក៏បានកាត់ចូលដល់ស៊ីនថ្មីក៏ភ្ញាក់ដឹងខ្លួនដោយសារតែសម្លេងទូរស័ព្ទនិងពន្លឺព្រាអ្វីម្យ៉ាងដែលត្រូវបានគេបញ្ចាំងដាក់ក្រាមរបស់គាត់នឹងតែម្ដងដោយចាំងភ្នែកខ្លាំងពេកនឹងគាត់ក៏បានភ្ញាក់ពីគេងយ៉ាងទៅហើយពេលណាគាត់ឃើញថាគ្រប់យ៉ាងនៅជុំវិញខ្លួនរបស់គាត់ប្រែប្រួលទាំងអស់សម្បត្តិការស្លៀកពាក់របស់គាត់នឹងក៏ខុសពីមុនដែរហើយគាត់ស្រឡាញ់កាំងខ្លាំងមែនតើនៅពេលដែលមានក្មេងពីរនាក់នឹងរត់ចូលមកសួរគាត់ថាប៉ាគេនៅកន្លែងនឹងទៀតប៉ានឹងផ្ដាសាយបើសិនជាប៉ានឹងគេនៅកន្លែងតិចអញ្ចឹងដល់ឃើញគាត់ភាំងអីបែបហ្នឹងក្មេងស្រីខ្ជូតសក់វែងម្នាក់នឹងក៏បានចាប់មុខរបស់គាត់សួរថាប៉ាអូខេអត់តែផាកាំងនឹងក៏បានទាញដៃគាត់នឹងចេញពីមុខរបស់ខ្លួនឡើងលឿនព្រោះថាឥឡូវនឹងគាត់មិនដឹងថាអ្វីជាអ្វីទេព្រោះថាពិភពលោករបស់គាត់ដូចជាកលាប់ចាក់អីហើយស្រាប់តែភ្លាមហ្នឹងនៅពេលដែលឃើញវត្តមានរបស់ស៊ូយុននឹងចេញមកបើកបង្អួចអីហ្នឹងគាត់ក៏បានសួរថាមិនបានជានឹងនៅទីនេះហើយខ្ញុំនៅកន្លែងណាទៅខាងស្រីនឹងក៏សួរបងមកវិញបងគិតថាបងនៅកន្លែងណាទីនេះជាផ្ទះរបស់បងនឹងឯងលើតបាត់នឹងគាត់ឆ្ងល់កាន់តែឆ្ងល់ទៀតហើយក៏សួរឡើងថាផ្ទះរបស់ខ្ញុំហើយចុះពួកគេនេះស៊ូយុនណាក៏បានសួរថាអីគេតបងភ្លេចមកអាភ្លោះហើយមែនបងឈួតមែនដល់លើថាខ្លួនណាមានកូនភ្លោះអញ្ចឹងទៀតណាក៏រត់តែមិនជឿក៏បើចុះខ្លួនឯងហើយក៏បានសួរថាឥឡូវនឹងគាត់កំពុងយល់សពមែនប៉ុន្តែគេរកពីរបស់គាត់អញ្ចឹងហើយនឹងស៊ូយុននិយាយពីថាក្រឹតខ្លាំងមែនតែនក៏បានស្ដីឲ្យគាត់ថាជប់ប្រែប្រាស់ទៅហើយភ្ញាក់ឡើងហើយនាងក៏ចាប់ផ្ដើមរាប់1 2ណារាប់ចឹងហើយនឹងក៏ប្រាប់ឲ្យកូនរបស់ខ្លួនទាំងពីរនាក់ហ្នឹងទៅយកទឹកមួយចានមកឲ្យនាងគ្រាន់តែឃើញបែបហ្នឹងខាងប្រុសនឹងរៀងធំភ័យតិចដែរក្រោកឡើងហើយក៏ដាក់មេប្រុចរត់ចេញពីផ្ទះហ្នឹងតែម្ដងពេលនេះគាត់ភ័យខ្លាំងមែនតែនមិនដឹងថាជាស្អីទេមិនបានជាគាត់ហ្នឹងមកនៅកន្លែងហ្នឹងហើយមិនបានជាគាត់មានកូនមានអីអញ្ចឹងណាហើយគាត់ក៏ព្យាយាមខកទៅរកលបងជូដែរប៉ុន្តែតាក់តងមិនចូលសោះតែម្ដងលបានហ្នឹងក៏ទាញយកសោឡានមួយនឹងចេញពីក្នុងកប៉ាល់ដែលគិតថាជីឡានទៅខ្លួនឯងហ្មងទៅហើយមកគេចុចយ៉ាងចារសតឡានទំនើបតែម្ដងប៉ុន្តែមែនតែនទៅតែវែវណែឡានដែលត្រូវជាមួយនឹងសោះដែលគាត់កំពុងកាន់នៅក្នុងដៃនឹងគឺជាពណ៌ទឹកសណ្ដែកស្រានេះឯងទោះបីជាគាត់មិនចង់យ៉ាងណាក៏ដោយក៏ជីឡាននឹងចេញមកសិនដែរហើយគាត់ក៏បានបើកម្ដងអគារ penthouse ដ៏ធំមួយចុះតែពីលើឡានភ្លាមនឹងគាត់ក៏បោះសោឡានឲ្យសន្តិសុខម្នាក់ដែលរត់ចូលមករកគាត់នឹងឲ្យយកឡាននឹងទៅចតទាំងដែលមែនតែនទៅសន្តិសុខនឹងគេមិនស្គាល់ថាគាត់គឺជាណាគេនោះទេលុះពេលមកចុចលេខកូដបន្ទប់របស់គាត់នឹងទៀតនឹងចុចមិនត្រូវទៀតតែស្រាប់តែភ្លាមនឹងក៏មានមនុស្សប្រុសម្នាក់នឹងបើកទ្វារចេញពីខាងក្នុងមកហើយគេក៏សួរថាលោកព្យាយាមចុចលេខកូដបន្ទប់របស់ខ្ញុំធ្វើអីលបងនឹងក៏តបមកទៅវិញថានេះគឺជាផ្ទះរបស់ខ្ញុំម្នាក់ប្រុសអាសនឹងក៏សួរបងមកវិញលោកជាណាគេចោលមែនគាត់ក៏តបទៅវិញទាំងជឿជាក់លើខ្លួនឯងនឹងថាខ្ញុំមិនជាចោលទេតែលោកមិនស្គាល់ខ្ញុំទេនិយាយអញ្ចឹងហើយនឹងចាអ្វីសក់បង្ហាញមកឲ្យគេឃើញច្បាស់អញ្ចឹងណាម្នាក់ប្រុសនឹងល្អសំណោចដែរក៏សួរបងមកវិញទៀតហើយថាលោកជាណាគេទៅអត់ភាពអត់ធ្មត់ទៀតហើយផាកាំងនឹងក៏សួរខ្លាំងអញ្ចឹងលោកជាណាគេហើយពេលនឹងសន្តិសុខពីរនាក់នៅខាងក្រោមនឹងក៏តាមឡើងមកដល់ខាងលើហើយផាកាំងក៏ស្ទុះចូលផ្ទះនឹងតែម្ដងហើយឡាំប៉ាពេញនឹងតែម្ដងថានេះគឺជាផ្ទះរបស់គាត់ទាំងអស់នេះគឺសត្វជាតិរបស់គាត់អីអញ្ចឹងណាប៉ុន្តែមើលទៅឃើញថា3នាក់នឹងគ្មានណាគេស្គាល់តែគាត់គឺជាណាគេទេអញ្ចឹងហើយនឹងគាត់ក៏ដៅសួរម្នាក់ស្រីនៅក្នុងបន្ទប់ហ្នឹងថានាងស្គាល់ខ្ញុំត្រូវអត់ម្នាក់ស្រីនឹងក៏សួរបងវិញថាលោកគឺជាណាគេបើមើលទៅគ្មានណាគេដឹងថាគាត់ជាណាគេទេឥឡូវហ្នឹងតែភ្លាមហ្នឹងស្រីសាននឹងក៏បានប្រាប់ថាមើលទៅគាត់ដូចជាស្តៀងលើតបាននឹងហើយម្នាក់ផុតដែលជាប្តីរបស់នាងនឹងក៏ឡាំប៉ាមកវិញតែម្ដងថាអូនក្បត់បងមែនអូនស្គាល់គេមែនជាហេតុធ្វើឲ្យផាកាំងនឹងត្រូវបានម្នាក់ប្រុសនឹងដេញចាប់ពេញនឹងតែម្ដងនៅពេលដែលគេចាប់បានគាត់ហ្នឹងគាត់ក៏សួរខ្លាំងពួកលោកមិនដែលមើលរឿងរបស់ខ្ញុំទេមិនបានជាពួកលោកមិនស្គាល់ខ្ញុំអញ្ចឹងពេលដែលកំបងចលាចលហ្នឹងម្នាក់ស្រីហ្នឹងក៏បានប្រាប់ប្តីរបស់ខ្លួនថាបងសម្លាញ់មែនគេទេអូយព្រឹត្តិការណ៍ពេលហ្នឹងបែកខ្ទិះចង់បែកវល់ហ្មងអ្នកនរគ្នាអើយម្នាក់ស្រីនោះសំពះហានីរបស់ខ្លួនផងឲ្យផងប្រាប់ថាមែនគេទេនាងអាចបញ្យល់បានអីអញ្ចឹងទៅកុំឲ្យប្តីរបស់នាងយកច្រឡំថានាងមានសហេតុស្មន់ជាមួយនឹងប្រុសស្អាតហ្នឹងបន្ទាប់ពីនឹងផាកាំងនឹងចូលប៉ប៉ូលីសបានសម្រាប់ចៃផាកាំងនឹងឡាំប៉ាដាក់ប៉ូលីសឡោកពេញនឹងតែម្ដងឆែកអីរបស់ខ្ញុំមើលទៅផ្ទះនោះគឺជាផ្ទះដែលខ្ញុំរស់នៅប៉ុន្តែប៉ូលីសក៏បានប្រាប់មកវិញច្បាស់ថាផ្ទះនោះមិនមែនជារបស់លោកទេច្បាស់ជាងនឹងទៅទៀតប៉ូលីសក៏ឆែកឃើញថាគាត់រស់នៅស៊ុយអ៊ីនដងនឹងជិត10ឆ្នាំហើយឥឡូវនឹងមកឡាំប៉ាថា penthouse នោះជារបស់គាត់គេមិនជឿលោកបានតែបន្តិចឃើញថាស៊ុយយុនណាមកដល់ប៉ប៉ូលីសហើយប៉ូលីសក៏បានសួរថាគេគឺជាប្រពន្ធរបស់លោកមែនលបងកាំងណាក៏តបទៅកាន់ប៉ូលីសវិញថាមែនទេស៊ុយយុនណាក៏សួរខ្លាំងមកថាចង់លេងលះមែនប៉ូលីសនឹងក៏សុំឲ្យនាងរងាប់អារម្មណ៍សិនព្រោះថាប្តីរបស់នាងតែម្នាក់នឹងអុកលោកប៉ូលីសចង់បែកខ្ទិះណាឥឡូវថែមប្រពន្ធម្នាក់ទៀតមិនបែកវល់អញ្ចឹងហើយឥឡូវនឹងសុំរងាប់អារម្មណ៍សិនទៅសុំមេត្តាណាហើយប៉ូលីសក៏បានប្រាប់ស៊ុយយុនថាខ្ញុំមិនដឹងថាត្រូវនិយាយថាម៉េចទេតែមើលទៅប្តីរបស់នាងដូចជាមិនស្រួលហើយស៊ុយយុនណាក៏សួរមកកាន់ប៉ូលីសវិញថាលោកមានន័យថាម៉េចលបងនឹងគាត់ក៏បានប្រាប់ថាគេនិយាយថាគេគឺជាតារាសម្ដែងប៉ុន្តែគ្មានណាគេមិនស្គាល់គេផងហ្នឹងតែប្តីរបស់នាងពិតជាតារាសម្ដែងមែនក៏អីហើយមិនដឹងថាយ៉ាងម៉េចទេខាងស្រីនឹងក៏ប្រាប់ថាត្រូវហើយលើតែអញ្ចឹងលោកប៉ូលីសនឹងក៏ឡើងសប្រាយខ្លាំងមែនតើថាពិតមែនក៏អីខ្ញុំចូលចិត្តមើលរឿងណាប៉ុន្តែខ្ញុំមិនដែលឃើញគេសោះហើយមិនដឹងយ៉ាងម៉េចទេស៊ូយុនណាក៏បានប្រាប់ទៅវិញតាំងមើលទៅមិនគួរជឿសោះតែម្ដងថារឿងហ្នឹងពិបាកបញ្យល់ណាហើយឆ្លៀតពេលជាមួយនឹងគ្នានឹងផងដែរខាងផាកាំងណែវិញហ្នឹងគាត់តែអាមួអាហូឌីរបស់គាត់ហ្នឹងយកមកបាំងមុខបិទមុខចឹងទៅហើយឲ្យប៉ូលីសនឹងមើលមកគាត់សួរតែស្គាល់គាត់អត់ដោយសារតែពេលគាត់ធ្វើជាតារាល្បីហ្នឹងគឺគាត់ចូលចិត្តថតរូបបែបហ្នឹងអា style អញ្ចឹងយល់ទេប៉ុន្តែប៉ូលីសនឹងគឺគ្មានស្គាល់អីទេគ្រាន់តែលើបានណារបស់នឹងក៏ស្រែកវ៉ានៅក្នុងអាវនឹងតែម្ដងក្នុងម៉ូតហ្នឹងហ្មងហើយអ្នកជាប្រពន្ធនឹងនិយាយពីថាខ្មាស់ប៉ូលីសខ្លាំងមែនតើយកដៃខ្ទប់មុខហ្មងណាបន្ទាប់ពីនឹងពួកគេតាំងពីអ្នកណាក៏ចាញ់ពីប៉ប៉ូលីសបណ្ដានឹងខាងប្រុសនឹងលោបណ្ដាថាខ្ញុំឈួតមែនឬក៏ពិភពលោកនេះឈួតតែនាងពិតជាកងសូយ៉នដែលខ្ញុំស្គាល់ហ្នឹងមែនតែខ្ញុំបានរៀបការជាមួយនឹងនាងមែនអញ្ចឹងហើយខ្ញុំគឺជាប្តីរបស់នាងតែខ្ញុំកំពុងធ្វើអីនៅទីនេះគាត់មហាមុំមហាលុតផ្លោះហើយសូយ៉នណាទ្រាំបានទេខឹងខ្លាំងមែនតើតែម្ដាយផាច់ទ្រាំយូរហើយខ្មាស់គេខ្លាំងណាស់
យាយមែនចង់ហឹងពោះឲ្យអ្នកនរគ្នាសើចរហូតតែបន្តពីទៅម្ដាយរបស់នាងចឹងហើយនាងក៏ចាប់ផ្ដើមស្វាងណាចាប់ផ្ដើមគិតទៅក៏គិតឃើញថាបន្តពីគាត់នឹងផឹកជាមួយលបងជូហើយនឹងគាត់មិនឡើងតាស៊ីគាត់ថាទៅនឹកឃើញរាប់ពីសម្ដីរបស់ពូតាស៊ីនៅពេលនោះទាំងអស់ដែលពេលនោះពូតាស៊ីនឹងមិនសួរថាបើសិនជាអាចត្រឡប់ក្រោយបានតែអតីតកាលរបស់គាត់នឹងគាត់ចង់ធ្វើអីគាត់នឹងធ្វើការគិតរបស់ផាក់កាំងនឹងខ្លាចតែជាការពិតតែគាត់នឹងផ្ដល់កាដូគ្រីស្មាស់ពិសេសមួយនឹងសម្រាប់ផាក់កាំងនេះនឹកឃើញរឿងនឹងត្រឡប់មកវិញចឹងហើយនឹងគាត់លែងសើកជ្រោលហើយគាត់ក៏ព្រមត្រឡប់មកផ្ទះវិញជាមួយនឹងស៊ូយុនណាប៉ុន្តែម្ដងមកផ្ទះហើយនឹងគាត់មិនខ្ចីគាត់មិនចង់ចុះពីលើឡានសោះតែម្ដងខាងស្រីក៏បានប្រាប់គាត់ថាខ្ញុំបាននិយាយតែខ្ញុំអត់ភាពអត់ធ្មត់ទេណាលបងនឹងក៏សួរនាងថាតើពួកយើងរស់នៅទីនេះយូរប៉ុណ្ណាហើយបានជារស់នៅកន្លែងបែបនេះអញ្ចឹងស៊ូយុនណាមហាធុញជាមួយនឹងការនិយាយប្រេះប្រាស់របស់គាត់ខ្លាំងមែនតើណាចង់និយាយទៅខ្ញុំលែងចង់ស្ដាប់ហើយចាបើកទ្វារឡានចុះទៅគ្រប់ធ្វើឲ្យលបងនឹងស្រីវ៉ាវ៉ាដូចឆ្កែឆ្កួតនៅក្នុងឡាននឹងអញ្ចឹងណាហើយបើខ្វះខ្លាញ់ផុសទៅនឹងឡានអញ្ចឹងទៅបានតែបន្តិចនឹងគាត់ក៏ឈប់គាត់ក៏ភាំងទៅដោយសារតែឃើញអាភ្លោះក៏ដូចជាកូនស្រីរបស់គាត់នឹងឈរមើលគាត់ខាងក្រៅនឹងហើយកូននឹងមានឈ្មោះថាផាករ៉ូហ៊ីក៏បានសួរឡើងថាប៉ាធ្វើនៅក្នុងហ្នឹងម៉ាក់ពិតជាខឹងខ្លាំងណាស់ក៏សួរបោទៅកាន់កូននឹងវិញថាអញ្ចឹងឯងគឺជាកូនស្រីរបស់ខ្ញុំមែនរ៉ូហ៊ីក៏តបទៅវិញធម្មតានឹងថាត្រូវហើយអ្នកជាប៉ាគេដែលមិនដឹងថាខ្លួនឯងនឹងមានកូននឹងតាំងពីពេលណាហ្នឹងក៏បានសួរថាឯងឈ្មោះអីរ៉ូហ៊ីនឹងក៏បានប្រាប់ឈ្មោះរបស់នាងឲ្យគាត់បានស្គាល់អញ្ចឹងទៅហើយប៉ាគេនឹងក៏បានសួរថាឲ្យចុះអាក្មេងប្រុសសក់ចាននោះវិញយីមកហៅគ្នាសក់ចានអ្នកទាំងគ្នាកាត់សក់មករៀងត្រឡោកក៏រ៉ូហ៊ីក៏បានប្រាប់ថាគេឈ្មោះរ៉ូហាដល់និយាយពីរឿងនឹងហើយរ៉ូហ៊ីនឹងក៏បានសួរឡើងថាប៉ាកាត់អីមិនបានជាមានរឹកពីចម្លែកអញ្ចឹងប៉ាខ្លាចទៅជាល្ងងអញ្ចឹងដោយសារតែផឹកស្រាទាំងអស់នោះមែនអ្នកជាប៉ារបស់គេណាក៏ចុះពីលើឡានមកសុំឲ្យកូនរបស់ខ្លួននឹងជួយគាត់ផងបានអត់ថាមីស្ទ័រម្នាក់នេះណាបាត់បង់ការចងចាំអីគ្រាន់តែលើអញ្ចឹងអ្នកជាកូនបារម្ភខ្លាំងមែនទែនចាំមកប៉ារបស់ខ្លួនតែប៉ាខ្លាចទៅជាល្ងងហ្នឹងមែនតែផាកាំងនឹងនិយាយថាហួងហែងមករបស់ខ្លួនខ្លាំងមែនទែនទាញដៃកូននឹងចាញ់ទៀតហើយក៏បានប្រាប់ថាសុកនឹងការចងចាំរបស់គាត់នឹងក៏បានបាត់អស់ថែមទាំងបញ្ជាក់ប្រាប់នាងទៀតថាយ៉ាងណាមិញរឿងហ្នឹងគឺជារឿងសម្ងាត់រវាងពួកគេតាំងពីអ្នកនឹងហាមមិនឲ្យណាគេដឹងទេអត់ពីនឹងណាគាត់ចូលផ្ទះហើយចាហើយឃើញថារ៉ូហានឹងតោងជើងគាត់ស្អិតដូចតកែអញ្ចឹងហើយដូចដល់អញ្ចឹងក៏គ្មានដឹងលឺរឿងកូននឹងអីបន្តិចទេអញ្ចឹងហើយគ្មានអារម្មណ៍ស្រឡាញ់អីទេកូននឹងមកតោងជើងគាត់អញ្ចឹងនឹងគាត់ក៏រុញក្បាលចេញធំថាធុញថប់សប់ខ្លាំងណាប៉ុន្តែមិនខ្វល់ចង់ឲ្យនឹងរុញយ៉ាងណាក៏រ៉ូហានឹងមិនចាញ់និយាយពីថាដៃស្អិតដូចតកែមិនអញ្ចឹងហើយស៊ូយុននឹងក៏បានរៀបចំខ្លួនទៅធ្វើការដែលទុកឲ្យកូននឹងទុកឲ្យប្តីមើលទៅថាបើសិនជាពិបាកមើលខ្លាំងពេកនឹងយកពួកគេនឹងទៅកាហ្វេខេតទៅតែអ្នកជាប្តីនឹងហេតុតែគេនឹងជាតារាល្បីអញ្ចឹងគេចង់ជួអ្នកមកមើលថែក្មេងអីអញ្ចឹងណាតែខាងស្រីនឹងក៏សួរឡើងថាផឹកអស់ប្រមាណលើកនេះផឹកមួយណាគេចង់និយាយថាណាលុយអត់មានលុយទេចង់និយាយអញ្ចឹងដល់គេសួរអញ្ចឹងនឹងគាត់ក៏អន់ចង់ដែរនិយាយមិនចាញ់ទេបន្ទាប់ពីលូហើយជាមួយនឹងគាត់នឹងស៊ូយុននឹងក៏បានចេញទៅធ្វើការបាត់ទៅផាក់កាំងណាក៏បានសួរក្មេងៗទាំងពីរអ្នកថាម៉ាក់របស់ពួកឯងនឹងគឺជាមនុស្សម៉េចពួកគេក៏ប្រាប់ទាំងមើងម៉ាត់មកវិញថាគឺជាមនុស្សដែលគួរឲ្យខ្លាចម្នាក់ដល់គាត់សួរមកវិញទៀតថាអញ្ចឹងពួកឯងខ្លាចនាងមែនចម្លើយគឺថាអត់ទេអ្នកដែលខ្លាចស៊ូយុននឹងគឺជាគាត់នឹងឯងក្មេងៗញ៉ាំប្រាប់គាត់ទៀតថាគាត់ធ្លាប់បាននិយាយថាម៉ាក់របស់ពួកគេនឹងគួរឲ្យខ្លាចជាងខ្មោចទៅទៀតបន្ទាប់ពីនឹងគាត់ក៏នាំក្មេងៗនឹងមកលេងហាងកាហ្វេកូនក្មេងនឹងមែនអាខេត coffee គេនឹងណាប៉ុន្តែពេលនឹងគាត់មហាតបប្រមល់ខ្លាំងមែនតើដោយសារតែគាត់និយាយទូរស័ព្ទមួយណាគេម្នាក់នឹងដើម្បីឲ្យតាមរកតាក់ស៊ីម្នាក់នោះប៉ុន្តែដោយសារតែក្នុងហាងនឹងគឺពោពេញទៅដោយសម្លេងរបស់ក្មេងៗដែលនាំគ្នាលេង play ក្រឡឡើងសប្បាយចិត្តហ្នឹងអញ្ចឹងហើយគាត់និយាយទូរស័ព្ទនឹងអត់ចូលទេអត់លឺទេនិយាយពីថាគាត់តបប្រមល់ខ្លាំងមែនតើហើយគាត់ក៏សុំឲ្យរ៉ូហ៊ីនិងរ៉ូហានឹងលេងនឹងតែពីរនាក់បានអត់គាត់ត្រឡប់ទៅវិញមុនចឹងណាប៉ុន្តែរ៉ូហានឹងក៏សួរឡើងថាប៉ាតែក្លឹបទៀតហើយមែនរ៉ូហ៊ីនឹងសហការគ្នាបានល្អខ្លាំងមែនតើគ្រាន់តែលឺបែបហ្នឹងក៏ប្រាប់ថាខត្រមកសិនក៏រត់ចេញទៅបាត់ធ្វើឲ្យផាកាំងនឹងហត់នឿយខ្លាំងមែនតើដល់មិនអាចធ្វើអីបានហ្នឹងគាត់ក៏នាំក្មេងៗទាំងពីរនាក់ហ្នឹងមកដល់ក្រុមហ៊ុនតាក់ស៊ីដើម្បីរកពូតាក់ស៊ីនោះហើយមើលរកពីរបស់គាត់និយាយពីថាសមខ្លាំងមែនតើក្មេងៗហ្នឹងចេះតែតោងដៃតោងជើងគាត់ហ្នឹងគាត់ក៏ធាក់ចេញចឹងទៅអត់ឯងថាខ្ញុំធុញណាយល់អត់ដល់កូនណាគេកូនណៃហើយគាត់ហ្នឹងប្រាប់ពូក្រុមហ៊ុនឡានតាក់ស៊ីហ្នឹងថាគាត់ចាំបានថាឡានមួយនោះដែលគាត់ជិះហ្នឹងគឺមានមួកដើមគ្រីស្មាស់នៅលើដំបូលតែពូហ្នឹងក៏តបមកវិញថាគាត់មិនដែលលើតែមិនដែលឃើញទេតែភ្លាមហ្នឹងរ៉ូហាហ្នឹងក៏បានប្រាប់ប៉ារបស់ខ្លួនថាគាត់ហ្នឹងបានឃើញតាក់ស៊ីនោះហើយពេលដែលអ្នកជាឪសួរថាបានឃើញហ្នឹងណាពួកគេណាក៏បានឆ្លើយថានៅក្នុងសភៅរបស់ពួកគេដាច់ខ្សោយផឹងបន្ទាប់ពីហ្នឹងផាកាំងណាក៏បានមករកគ្រូពេទ្យផ្លូវចិត្តម្នាក់ដោយសារតែពេលដែលគាត់នៅជាតារាល្បីនោះគ្រូពេទ្យម្នាក់ហ្នឹងហើយគឺជាអ្នកផ្ដល់ថ្នាំឲ្យគាត់ហើយគាត់នឹងថាតែមានហត្ថលេខាឲ្យគ្រូពេទ្យហ្នឹងទៀតក៏សួរដល់ថាដុកទ័រនឹងពេទ្យហ្នឹងចាំគាត់បានថាគាត់នឹងធ្លាប់ឲ្យហត្ថលេខានោះពេទ្យហ្នឹងក៏បាននិយាយចាក់បដ ឲ្យថាខ្ញុំគឺជា fan ម្នាក់ដែរគ្រាន់តែលើបែបហ្នឹងផាខាងនិយាយថាសប្បាយចិត្តខ្លាំងមែនតើព្រោះថាមានអ្នកចាំគាត់បានស្គាល់គាត់ចឹងណាតែមែនតើហ្នឹងគ្រូពេទ្យហ្នឹងមានចាំគាត់បានណាគ្រូពេទ្យហ្នឹងគ្រាន់តែចាក់បដ តែព្រោះឃើញថាអ្នកជំងឺហ្នឹងដូចជារឿងធ្ងន់ធ្ងរចឹងណាតែបែបហ្នឹងតើណាការងារបន្តរបស់គាត់ហ្នឹងគ្មានធ្វើអីចាញ់ក្រៅពីនាំកូនហ្នឹងមកផ្ទះញ៉ាំមីនោះទេបន្ទាប់ពីហ្នឹងចូលដល់យប់ឡើងសុយន្តក៏បានសួរគាត់តែឆ្ងល់ហ្នឹងថាមិនបានជាសុកសម្រុកចូលផ្ទះរបស់អ្នកដតីអញ្ចឹងលបងកាំងណាក៏សួរបបមកវិញថានាងជឿអត់ថាមានពិភពលោកផ្សេងពីហ្នឹងទៀតជាការប៉ັດថាខ្ញុំពិតជាតារាល្បីម្នាក់មែនខ្ញុំរស់នៅក្នុងផ្ទះនោះតែម្នាក់ឯងឯងខាងស្រីក៏សួរចាក់បណ្ដោយឲ្យមួយទៀតផាកាំងក៏បានប្រាប់ពីរឿងតាក់ស៊ីចម្លែកដែលគាត់នឹងបានជិះនោះថាអ្នកបើកបរតាក់ស៊ីនោះបាននិយាយថាគេនឹងប្រកាសកាដូពិសេសមួយឲ្យខ្ញុំ
ស៊ូយន់ណាក៏បានសួរថាកដោអីគេគាត់ក៏បានឆ្លើយថាជានាងហើយនឹងក្មេងៗនឹងឯងហើយបន្ទាប់ពីនឹងនៅពេលដែលគាត់ដឹងខ្លួនឡើងមកម្ដងទៀតនៅថ្ងៃថ្មីហ្នឹងជីវិតរបស់គាត់នឹងក៏បានផ្លាស់ប្ដូរមករស់នៅជាមួយនឹងនាងជាមួយនឹងក្មេងៗនឹងឯងតែត្រង់ស្លាប់គាត់និយាយយូរហើយនឹងស៊ូយន់ក៏បានប្រាប់ថាឈប់ឈួតទៅតែបងគិតថាបងកំពុងថតសោអីឬក៏មិនតែមិនថាជាស៊ូយន់នឹងមិនជឿគាត់អញ្ចឹងក៏ដោយគាត់នៅតែអាងថានោះគឺជាការពិតដល់បែបហ្នឹងស៊ូយន់ណាក៏បានសួរថាអញ្ចឹងបងកំពុងតែនិយាយថាបងពិតជាស្ដាយក្រោយខ្លាំងមែនតើទទួលបាននៅកដោស្រស់ស្អាតបែបនេះមែនលើតើសំណួររបស់នាងបែបហ្នឹងហើយនឹងខាងប្រុសនឹងអស់អីនិយាយតែម្ដងឆ្លើយអត់ចាញ់ទេតែទោះបីជាគាត់នឹងចាងវែងវល់មិនដឹងថាស្អីជាស្អីក៏ដោយគាត់នឹងកេងលើក្រែតែមួយជាមួយនឹងស៊ូយន់ដែរហើយពេលហ្នឹងគឺគាត់កេងមិនលោសោះឡើយដោយសារតែស៊ូយន់ហ្នឹងគឺប្រកែសមុកដូចជាមនុស្សប្រុសអញ្ចឹងហើយតម្រាំតែគាត់បានដេកនឹងចាងគឺម៉ងរោបាត់ហើយហៀបនឹងបិទភ្នែកដេកហើយនឹងអ្នកជាប្រពន្ធនឹងក៏ដាក់ដៃលើភ្ញាក់មួយសាទៀតទៅបានតែបន្តិចនឹងកូនក៏មកញុកច្មោះនឹងភ្ញាក់មួយសាទៀតទៅហើយអស់ពីត្រូវញុកច្មោះអញ្ចឹងហើយនឹងចាបាត់ជើងនៅផ្ទះរបស់កូននឹងកដាមុខនឹងតែម្ដងសบายមកណាមានកូនពីរអញ្ចឹងសบายខ្លាំងណាបន្ទាប់ពីនឹងទៅជីវិតរបស់គាត់ជាមួយនឹងក្មេងៗមហាធ្វើឲ្យគាត់នឹងធុញទ្រាន់ខ្លាំងមែនទែនដល់ថ្នាក់គាត់ឃើញក្មេងៗនឹងចូលមកចិត្តនឹងគាត់ឡើងស្រែកឡាំប៉ាដូចកូនក្មេងហ្មងណាឃើញពួកគេនឹងគាត់ឡើងសឹងខ្លាចឯហ្នឹងប៉ុន្តែយ៉ាងណាមិញក៏គាត់ត្រូវតែទទួលយកជីវិតជាបរិមមេផ្ទះរបស់គាត់ដែរដោយសារតែប្រពន្ធនឹងត្រូវធ្វើការនៅខាងក្រៅអញ្ចឹងហើយកូនទាំងពីរនឹងគឺនៅក្នុងកណ្ដាប់ដៃរបស់គាត់ដែលត្រូវមើលថែហើយមើលទឹកមុខផងចាអ្នកធ្វើការងារផ្ទះនឹងគឺមិនងាយស្រួលទេអ្នកគ្នាដូចរឿងនេះគឺមួយផ្នែកទូតែប៉ុណ្ណោះនិយាយថាគាត់ហត់នឿយអស់កម្លាំងគឺ stress ខ្លាំងមែនទែនពេលខ្លះនឹងបាយក៏មិនឆាញ់ទឹកក៏មិនចូលដែរឃើញតែមុខរបស់គាត់នឹងគឺគាត់ចែកបាត់ហើយបន្ទាប់ពីនឹងទៅចូលដល់ព្រឹកមួយផាកាំងនឹងក៏ទទួលបានទូរស័ព្ទពីសិស្សបងស្រីម្នាក់នៅកន្លែងថតនោះឯងដែលនាងមានឈ្មោះថាវូហ៊ីហើយមែនតើទៅសប្តាហ៍ថ្ងៃនឹងគាត់ក៏ជាតារាសម្ដែងម្នាក់ដែរប៉ុន្តែគ្រាន់តែជាតារារីរងម្នាក់ដែលគ្មានភាពល្បីល្បាញអីទេដែលគាត់នឹងថតរឿងចាស់ៗពីមុនត្រឡប់មកវិញអញ្ចឹងហ្នឹងហើយវូហ៊ីនឹងគឺខុសហើយគាត់នឹងមកជួយចែកលិខិត្តប័ណ្ណរឿងរបស់ពួកគេនឹងឯងផាកាំងក៏បានសួរវូហ៊ីនឹងថាឥឡូវនឹងជួយយន់ណានៅណែព្រោះថាឃើញវត្តមានរបស់គេសោះតាំងពីគាត់នឹងភ្ញាក់នឹងខ្លួនឡើងមកដល់ឥឡូវហ្នឹងលេខទូរស័ព្ទរបស់គេនឹងក៏បដូរដែរគាត់ខលយ៉ាងណាក៏ខលមិនចូលសោះគាត់ថែមតែនិយាយប្រាប់នាងទៀតថាជួយយន់ណាបានក្រាស់លើនាងអីទៀតហ៎វូហ៊ីក៏បានសួរទៅកាន់គាត់ថាថ្ងៃនឹងសោះច្បងកាត់អីថ្មីរបស់ជួយយន់ណាទៅចាញ់តាលើអញ្ចឹងគាត់ភ្ញាក់ផ្អើលមែនតែដែលដឹងថាឥឡូវនឹងជួយយន់នឹងថតរឿងថតអីហីកាន់តែភ្ញាក់ផ្អើលជាងនឹងទៅទៀតនឹងវូហ៊ីនឹងក៏បានប្រាប់ថារឿងរបស់ជួយយន់ឥឡូវនឹងកំពុងតែល្បីខ្លាំងឯងបន្ទាប់ពីនឹងគាត់ក៏បានអង្គុយមើលរឿងរបស់ជួយយន់ដែលគេថតដែលគេសម្ដែងនោះពេលនឹងក៏គាត់ឆ្ងល់ឡើងថាអញ្ចឹងគាត់ជាមួយនឹងជួយយន់នឹងផ្លាស់ប្ដូរកន្លែងគ្នាមែនដោយសារតែសាច់រឿងនឹងគឺគាត់ធ្លាប់ថតពីមុនមកចឹងឯងមើលរឿងនឹងហើយនឹងគាត់ក៏មកសុំជួបជួយយន់នៅក្រុមហ៊ុន agency នឹងឯងប៉ុន្តែពេលនឹងគេមិនជឿទេថាគាត់គឺជាមិត្តភក្តិរបស់ជួយយន់នោះដោយសារតែគាត់នឹងមិនមានទាំងលេខទូរស័ព្ទរបស់គេមិនស្គាល់ទាំងលេខរបស់គេផងហ្នឹងតែគាត់មិនខ្វល់ថារីស័ព្ទស្រីម្នាក់នឹងជឿឬមិនជឿនោះទេគាត់ក៏ស្ទុះឡើងមករកគេខាងលើតែម្ដងលុះឡើងមកឃើញគេខាងលើនឹងហើយនឹងគាត់ក៏សួរភ្លាមទៅកាន់គេថាមិនបានចាញ់ខ្ពស់មែនឥឡូវគាត់ច្បាច់ថ្ពាល់គេលេងទៀតណាដោយសារតែឥឡូវនឹងមិត្តភក្តិរបស់គាត់នឹងមកស្អាតជាងមុនទៅទៀតតែភ្លាមនឹងអ្នកចាត់ការរបស់គេនឹងក៏ចាប់ដៃចេញសួរថាលោកជាណាគេប៉ុន្តែផាកាំងអត់បានឆ្លើយនឹងសំណួរនឹងផងគាត់ក៏ស៊ីម្ដាយផាច់កដាមុខពីជួយយន់បាត់ហើយតែគេម្ដាយអញ្ចឹងហើយនឹងគាត់ក៏សរសើរគេថាមើលតែស្អាតដល់ហើយតែភ្លាមនឹងគាត់លេងក្បាលរបស់លបងកាំងនឹងដូចជាកូនក្មេងអញ្ចឹងឯងឆ្លីទៅឆ្លីមកហើយបបួលគេនឹងទៅញ៉ាំសាស៊ីមីជាមួយនឹងខ្លួនណាលោកមកដល់កន្លែងញ៉ាំអីហើយនឹងផាកាំងក៏បានសួរទៅកាន់លបងជូនឹងថាតើពិភពលោកនឹងមានរឿងអីកើតឡើងមិនបានជាលបងជូនឹងខ្លាចទៅជាតួឯកប្រុសអញ្ចឹងដល់សួរគេបាននឹងហើយនឹងគាត់មិនចាំគេឆ្លើយសិនទេគាត់ក៏បានសុំទោសទៅកាន់គេវិញទៀតដែលមកសួរនាំគេអញ្ចឹងនោះហើយលបងជូនឹងគេក៏តបមកវិញក្នុងនាមជាតារាល្បីម្នាក់អញ្ចឹងទៅថាមិនអីទេអញ្ចឹងណាហើយសូម្បីតែគាត់វិញនឹងក៏គាត់ថាគាត់មិនសមជាមួយនឹងខ្លួនឯងដែរដែលបានឃើញរូបរបស់ខ្លួនណានៅក្នុងអេក្រង់ទូទស្សន៍ធំអីអញ្ចឹងនោះផាកាំងក៏បាននិយាយទៅកាន់មិត្តភក្តិរបស់ខ្លួនទៀតថាគាត់រៀងខំព្យុះគាត់រៀងវែងវាន់តិចតែយ៉ាងណាមិញក៏វាមិនយ៉ាប់ណាស់ណាដែរដែលបានឃើញមិត្តភក្តិរបស់គាត់នឹងជោគជ័យអីបែបហ្នឹងនោះជូយុនក៏បានតបមកវិញថាទាំងអស់នេះក៏ត្រូវអរគុណឯងហើយនឹងការសម្ដែងនោះលើតែអញ្ចឹងផាកាំងក៏សួរបងមកវិញថាការសម្ដែងអីគេលបងជូនឹងក៏សួរឡើងទៀតថាអត់ចាំទេការសម្ដែងមួយដែលពួកយើងទាំងពីរនាក់នឹងបានទៅដល់វគ្គចុងក្រោយនោះតែអញក៏ចាក់ចេញពីការប្រកួតរត់ទៅពលានយន្តហោះនឹងដើម្បីទៅខាត់ស៊ូយន្តនោះមូលហេតុនឹងហើយក៏ធ្វើឲ្យលបងជូនឹងសម្ដែងបានល្អហើយក៏បានពៀននៅលើឆាកមួយនោះអញ្ចឹងបានជាគាត់នឹងខ្លាចទៅជាតារាល្បីនឹងស្ដាប់រឿងនឹងហើយនឹងផាកាំងទៅបីជាឆ្ងល់បន្តិចមែនប៉ុន្តែគាត់នឹងក៏មិនសួរនាំអីគេដែរហើយលបងជូនឹងក៏បង្វែររឿងមកនិយាយពីរឿងសុកទុកប្រពន្ធកូនរបស់ផាកាំងនឹងយ៉ាងម៉េចហើយផាកាំងនឹងក៏តបទៅវិញថាសុកទុកធម្មតាអីអញ្ចឹងទៅហើយចុះឯងវិញហើយចុះយូឆាន់វិញយ៉ាងម៉េចហើយគ្រាន់តែលើបាបនឹងលបងជូក៏សួរថាយូឆាន់នឹងណាគេផាកាំងនឹងក៏តបទៅវិញភ្លាមនឹងឯងថាជាកូនប្រុសរបស់ឯងនោះអីគ្រាន់តែលើបាបនឹងអ្នកនៅក្នុងបន្ទប់នឹងគឺនាំគ្នាស្រឡាំងកាំងមើលមុខលបងជូនឹងព្រាតហើយសូមបីតែយូជន់នឹងចាក៏គាត់ស្រឡាំងកាំងដែរក៏ប្រាប់ទៅកាន់មិត្តភក្តិរបស់គាត់វិញថាយើងមិនដែលមានកូនប្រុសទេតែផាកាំងនៅតែបញ្ជាក់តារាថាគឺជាយូឆាន់ណោះតែជូយុនណានៅតែបញ្ជាក់តារានឹងថាយើងមិនដែលមានកូនប្រុសទេដល់បែបហ្នឹងទៅនឹងក៏ផាកាំងដូរប្រធានបទដូររឿងនិយាយវិញហើយចុះប្រពន្ធរបស់ឯងវិញលបងជូនឹងនៅតែតបមកវិញតារានឹងថាយើងក៏មិនដែលមានប្រពន្ធដែរតែផាកាំងនៅតែបន្តសួរដេញដោលទៀតថាចុះម៉ាក់របស់យូឆាន់នោះយូជន់ណាក៏សួរដេញជើងមកវិញថាម៉ាក់របស់យូឆាន់នឹងជាណាគេយើងមិន
ได้มีแบบปนไปมุนเมาส์เราเคยทำมันแพร่บอกคล้นประกอบวิธีไอ้แบบนั่งพักกลางเนื้อกับทั่วจิบตู้สนอยล่างมาแต่มาดองโผล่ทางขบคณีนั่งสลังกลางคลางหายให้เด็กก็ทำมันแพร่บอกคล้นพักเสียอยู่ยุ่งใหญ่ประปรานจังนั่งอยู่จนนั่งกับช่วยเก็บพักได้มันตัวปิจารเจนปีกหลังจุกเนี่ยจมูกหนึ่งจูยนมาไว้ให้นั่งก็กับบ้านมารอปนบอกคล้นนั่งนักหลังทั่วการะบอกเนียงแต่รถไงเนียงก็จะกรูกับนุ่มเหมือนในคลองพมตัวมวยหนึ่งไอ้มันตัวปีซูยนบ้านนั่งแต่ประเดี๋ยวบอกคล้นนั่งมาชอเมื่อเนียงปีกราวจังนั่งเนียงกับบ้านเจนปีทั่วกานั่งด้าเมาจมูกหนึ่งก้อนจังเต๋อด้าบันดาในใหญ่ขึ้นบันดานั่งพักกลางเนื้อกับบ้านโซล่างถ้าอ้นมันสไลด์ขอยอ่ะได้บัดบางอาการนั่งแต่เรียนบอระเตโนซูยอนนั่งกับโซบอล่างมาเว้ยมันชลอยนั่งสำนูระบอกว่าเร่ยังไม่เต๋อบัสันจิขยมบ้านจ่าเจนปีบอหาเต๋อนิวยอร์กเนเปโนเนี่ยจิประเดี๋ยวเนื้อกับตอบมาเว้ยถ้าบัสันจะโอนจ่าเจนเปโนอ้นหนึ่งคลาดแต่เจี๊ยซาตราจ้ามาเนี่ยให้หนึ่งคลาดแต่เจี๊ยมาจ้าแท้ตั้งปีปอมวยได้แต่เพลมนั่งงาซูยอนนั่งกับบ้านใหญ่ล้างท่าออเต้บัสันจะโอนบ้านเต๋อนิวยอร์กอะรูฮีให้นั่งรูฮานั่งก็เหมือนกันได้ให้เนียงแทนต่างปรับก็ติดท่าแล้วนั่งคืนเนียงสบายเจ็ดจมูกหนึ่งจมูกระบอกเนียงเป็นนี่คลั่งเหมือนเต้นโดยซาตะการจงจำจิตรานหล่อระบอกเนียงจมูกหนึ่งก้นพลูระบอกเนียงรวมแต่ลื้อท่าประเดี๋ยวระบอกเนียงโจจัดกลุ่มหนูระบอกเนียงนั่งลงจ้องแล้วเนียงจมูกระบอกเนียงคือเรียกให้ปนังอ๋อลื้อตะบ้านนั่งเนี่ยจิประเดี๋ยวเนื้อกับบ้านแต่ซาแบบปนระบอกโคลนท่าอ้นซาแต่อ้นเนื้อแต่ซาให้นั่งกล้วยสลายโดยปีมนจังในใหญ่บ้านนั่งให้เนื้อกับจับสูยนเนื้อทับกระดาเวียนลงใต้มาดองนี่มันต้องว่าปีนั่งปุ๊กแกนั่งก่อสวิตขี้มือขึ้นนี่แล้วหดมาดองแต่มาดองเลิกแขจังตื่นให้มันทอนบ้านพี่ใส่ฟังแต่มันทับขึ้นนี้แล้วก็เนื้อก็บอกสปรายแต่มาดองแต่สู้แต่กันป้ามาบอกแกนั่งท่าเนี่ยต้องไปกับป้องนัดจบขึ้นแม่ก้มปูก้อนมองใหญ่แม่ให้ป้าแกนึงมาดังตระบอสไลมาเจ็ดฟบจิเกย์ลุตามมาดองเตอร์ตัวไอ้หม่อมบีนึงคือจีเนบอสไลปรับลูกโกนนั่งสุยนน้ำปรับกองปลดบอกคลนท่าบอกก็จีเอาได้ปุยยังเหมือนกับปอนัดจบขึ้นเต้ลืมมาบอกก็แผลจังเนื้อรูห้านึงกำลังมาเอามาบอกคลนนั่นเหลือปุ่งจังเตอร์ให้กับซุปบัญเจตท่าจังเนี่ยต้องไปเนื้อมีแต่ต้องขึ้นเต้เถิดเนี่ยจิ้มมาได้เนื้อกับตบตะวันลวงก้นถอดเต้หม่อมบีนึงหนึ่งรีบกาจมูกหนึ่งรูห้าเนี่ยนางไงเนี่ยเนี่ยเพชรานกองปลอกคลาคือก้อนหงให้หม่อมบีตกคลังเหมือนเต้มันน้อยป้าเต้ตัวปีนั่งใกล้หมอเตี้ยพากลางเนื้อกับบ้านแต่จบเลี้ยงยำไอจมูกหนึ่งจูยนหนึ่งกรมกลางเงี้ยเราเตยตีทันนี้บนเป้ตลอดมาไว้ยังกว่ากับส้มเกนึงชอบสัตว์ปีใบกับชอบจังเตอบ้านสัตว์ยังมาให้เนื้อบ้านสูยนหนึ่งออกสระเลาะเชียงร้อนเป็นยังแต่มาโดนจมูกหนึ่งไปได้แต่บ้านนี้รวมแต่เนี้ยเจ็ดข้างเราเตยตีนั่งขึ้นทับพากลางนึงก้อนกับปงแต่ส้มกับปงแต่เรียจมูกหนึ่งจมูกบอกก้อนเป็นนี่ให้บรรทบปีการ้อมได้คือแห่นึงให้นึงปรักล้างปูเกนึงคือได้สะดอกไทยจังกูแต่ดองลูกนาแต่มาไม่กระโดดจีมาแต่พากลางนึงหมดด้านนะให้เป็นนึงก้อนข้างเหม็นแทนโดยซาแต่เจ็ดเราเสียแต่ให้นึงปรักหมดใจแต่บอกก้อนน้อยสลับหรือก็อย่างไม่บ้านจีนอกเครียดได้เหมือนมั้งนี่บรรทบปีนั่งไปแต่มาไม่ยังรีบจอมไอ้ใจแต่บอกก้อนยำให้นั่งสุยนนึงกับก้อนปรักหนึ่งใจหยุดทั่วกาให้แต่สลับแต่เพลียมนั่งมาแต่บอกพากลางนึงกับบ้านแต่ซาท่ากับบอกนี้สะอาดครั้งบอกส่วนจะนี่ชบปลาเรื่องเอาวิมากอดเมาเลยแต่บ้านนึงก้อนปรักบอกก็ดังก้อยจัดนึงกับบ้านใหญ่ล้างทำมาเอามีพลับโดยบันทึกซะจำบันทึกตั้งขึ้นนึงตั้งกับบอกบัวมาในไทยกับนาแต่บอกมาแต่มาบอกก็นึงกับสู้บอกดื้อแต่เว้นท่าไอ้นั่งมันดังในไทยนัวเป็นน้ำมาดอเลยพากลางนึงกับบ้านโตมาแต่การมาแต่บอกก็เว้นท่าแล้วนึงก็ชมเรียงแบบบ้านติแม่นปันใต้จะบอกชมปีมนนั่งตั้งกับบอกไว้มาต่างล้านเนาะหรือบ้านนึงอีนึงก็ตะบอกก็บอกก็เว้นท่าไอ้เก๋จะบอกบ้านปีมนจังเป็นนัวยังบ้านจิตใจแต่บอกไอ้ไงบันโตปีนึงจดดอไทยมือพากลางจมูกหนึ่งจูยนนึงเกมมอสติมโซนาจมูกหนึ่งเคลียจูยนนึงกับบ้านปรับพากลางทางไกสัญญาณในกรมหุ่นจัดบอกก็รอไทยนึง7พอไทยจีให้ถวยก้อนเนื้อมีบ่มน้องทางก้อนaboutเอเจนซี่ไอ้ดักคลูนไอ้ปันใต้เดือดสันตะกางงี้เฉินเปกให้ก้อนเกาะตกจัดหนาเกได้ก้อนก็สมัยพักกลางนั่งถวยจีเอเจนบอกก้อนบ้านอ่อนก้อนใหญ่ท่ามาเคลียร์ที่ท่ารอไทยนั่งพักกลางนั่งแข่งถักการลอยเดือดไม่บ้องทลายสลายโกนนี่เลือดตะบันนั่งพักกลางข้างเหมือนแต่ในกระตะเกนึ่งเมืองงี้ก้อนนี่จังให้เกาะพร้อมถวยจีเอเจนนั่งบอกจูยนนั่งเตะแต่จะรอไทยบรรทบเราห้ากับมันแทลปีเพลย์กรอนแทลปีกลายเลงนั่งก็พยายามเอวโกนนึงโจมันตีแปดเพลมนั่งใต้มาดองปันใต้เดือดซาตามีลอยบ้องทลายแปดไอโกนคอมผังโชดการหลังใบบุญการให้นึงเกาะมีลอยกรุบกรอนของกะบองทลายแปดนึงได้จังให้ก็กับพร้อมถวยจีแข่งงี้ถวยจีเอเจนเอาจูยนเตอถวยจีแข่งงี้เกนึงกระโดดจีแอสซิสแตนต์เกนึงได้ดาวตามย่อยวันไปขอยเกลละโหดให้ละบ้องนึงถวยแบบก่อนนะมาโดนทับพลิกตัวซ้ำมาโดนทับตัวซ้ำหนึ่งคลวนอย่าตะโกจะให้คลังเหม็นแตนกางงี้จีเอเจนเอาละบ้องนึงอย่าไปท่าเฟิร์สซอฟกรบแบบยางแต่งโดยจีเนี่ยบ่มราจังอาเปทอดบอกพลัดพองตักพองสคริปพองจุดล่าในเกก็ถวยไอ้ก็ถวยอย่าตะถวยซอฟกรบแบบยางเอาให้จูยนนึงโดยจีพากางเนี่ยจะวัดปีมนุคลังเหม็นแตนอย่าตะหึงใส่ยีอ่อนบองคือกอดช่วยคลังเหม็นแตนละโหดมีปอมีประตูหึงนึงติดให้เนี่ยได้ละวิ่งมกคลังจึงแก้ขนักในนอมกอดนึงก็เจนปีนากระแสปันใต้กิจมันพอดนึงคือจีพากางนึงเองการงานกับบ้านปรับจูยนนึงได้ถ้ากอดนึงกับบ้านฉลองการเปย์วิลิดูเกเปนิโดยเคลียปันใต้เรื่องนี้พากางโดยจีพยาคลุนเหมือนดังเตะทางกอดถวยขอจังให้กอดกับบ้านนายน้องมัดแพทย์บอกกอดนึงทาเปย์แบบนี้ไว้เดี๋ยวกอดเถอะเกิดมุนเกนึงคือเกิดปีมนุษย์ไร้มุนไปแต่เกิดปีคลุนเองมันต้องว่าปีนึงแต่นึงพากางนึงกอดรำเพิบจัดคลังเหมือนแต่น่ะซาแต่กอดนึงบ้านโจสำแดงเรื่องจมูกหนึ่งจูยนนึงได้แต่มีสคริปต์มีไอสำหรับกอดจังนั้นนี่ก็ล่ารำเพิบตามมาดองให้กอดตัวบ้านในการศึกษาปีเนี่ยดักน้อมเรื่องติดแต่ซาแต่การสำแดงบอกกอดนั่นคือซ้อมคลังไงสมัยแต่บอกปนบอกกอดนั่งเมื่อใส่หึงบอกกอดสำแดงตามตัวนึงก็สอซาได้ให้เคยท่าไปแต่กอดนั่งรอลอยบ้านโจเพื่อให้กอดบ้านสำแดงตามเอาไว้แต่กอดจองเฟอร์นั่งเคยท่าครูซาบอกกอดนั่งมีศพแพะมังกรเชียงมนต์ติด
ហើយពេលទំនេរពេលថ្ងៃហ្នឹងនិយាយពីថា4អ្នកម៉ែកូនគេនឹងថែសម្រស់ខ្លាំងមែនតែនដេកបិទសក់ធ្វើបង្ងើយហើយផាកាំងក៏កាន់តែមានមនោសញ្ចេតនាសិក្សាជាមួយនឹងកូនរបស់គាត់ទាំងពីរអ្នកនឹងដូចគ្នាពីមួយថ្ងៃទៅមួយថ្ងៃគឺគាត់គិតតែពីចំណាយពេលវេលាផ្ដល់ឲ្យកូនរបស់គាត់ចឹងណាដែលគាត់អត់មានហត់នឿយអត់មានកម្រើដូចពីមុនដូចពេលដែលគាត់នឹងទៅដឹងខ្លួនអីនោះទេពេលគាត់ធូរធារអញ្ចឹងគាត់នាំប្រពន្ធកូនរបស់គាត់នឹងមកទិញកៅអៅស្អាតៗមកញ៉ាំរបស់ឆ្ងាញ់ៗចឹងទៅហើយកូនស្រីរបស់គាត់នឹងក៏សុំឲ្យគាត់នឹងនាំពួកគេនឹងមកញ៉ាំអីឆ្ងាញ់ៗក៏ដូចជាស្តេកនឹងទៀតនៅថ្ងៃគ្រីស្មាស់មិនដែរនឹងហើយគឺថាថ្ងៃគ្រីស្មាស់នោះចិត្តមកដល់ទៀតហើយតែគាត់ក៏បានសន្យាជាមួយនឹងកូនថាគាត់នឹងនាំពួកគេនឹងទៅកន្លែងដែលល្អបំផុតសម្រាប់ event គ្រីស្មាស់ហ្នឹងអស់ពីហ្នឹងគាត់ក៏ឲ្យសុយន្តនឹងមើលម៉ូដឡានថ្មីទៀតដល់ត្អូនថាឡានរបស់នាងតូចហើយចាស់ទៀតដែលឡានថ្មីដែលគាត់នឹងក្រុងឲ្យប្រពន្ធរបស់គាត់ទិញចង់ឲ្យប្រពន្ធរបស់គាត់បាននឹងគឺជយន្តនឹងជាអ្នក sponsor ទេដែលពួកគេនឹងគឺអត់មានចំណាយលុយអីទេគ្រាន់តែមើលម៉ូដឲ្យឆ្លាញ់ទៅគឺគេទិញឲ្យអញ្ចឹងទៅបន្ទាប់ពីហ្នឹងគាត់ក៏នាំប្រពន្ធកូនរបស់ខ្លួននឹងមកមើល condo ថ្មីទៀតដែលបានប្រាប់សុយន្តថាកន្លែងហ្នឹងគឺជាកន្លែងរបស់ជយន្តណាគេនឹងឲ្យគ្រួសាររបស់គាត់នឹងមកស្នាក់នៅកន្លែងហ្នឹងសិនរហូតដល់ពួកគេនឹងរកកន្លែងនៅថ្មីបាននៅសេអ៊ុលនោះលើបែបហ្នឹងសុយន្តនឹងអត់ពេញចិត្តទេដែលបានសួរទៅកាន់ប្តីរបស់នាងវិញថាឲ្យចុះកូននោះព្រោះគិតថានៅពេលដែលផ្លាស់ប្ដូរទីកន្លែងរស់នៅពួកគេនឹងអត់អាចរស់នៅបានពិបាករៀនពិបាកសូត្រអីចឹងទៅតែផាកាំងណាក៏បានប្រាប់ថាកន្លែងហ្នឹងគឺមាន environment បរិស្ថានល្អៗសម្រាប់ក្មេងៗហើយសាលាមត្តេយ្យសាលាអីនៅហ្នឹងក៏មានដែរតែសុយន្តនៅតែសូនសាញតែមិនចង់រស់នៅកន្លែងហ្នឹងដដែលហ្នឹងដោយសារតែរហាហ្នឹងគឺមានបញ្ហាស្បែកអញ្ចឹងហើយគាត់នឹងមករស់នៅ condo កន្លែងបិទជិតអីអញ្ចឹងមិនកើតផាកាំងក៏នៅតែតមាត់ជាមួយនឹងនាងថាគ្រប់គ្នាតែងតែចង់រស់នៅផ្ទះនៅក្នុងទីក្រុងអញ្ចឹងឯងតែសុយន្តមានការហួសចិត្តនឹងខាងប្តីរបស់នាងខ្លាំងមែនតែគិតថាគាត់នឹងមានការផ្លាស់ប្ដូរប្រែប្រួលហើយបើគ្រាន់តែជួយន្តនឹងឲ្យផ្ទះនឹងមកពួកគេនឹងតែគាត់នឹងចង់ឲ្យពួកគេនឹងរើចូលមកនៅថ្ងៃស្អែកហ្មងមែនផាកាំងក៏បានសួរទៅកាន់នាងវិញថាមិនបានជាអូនអាត្មានិយមអញ្ចឹងមិនបានជាមិនព្យាយាមយល់ពីបងសនអញ្ចឹងការដែលគាត់ខំប្រឹងធ្វើការគ្រប់យ៉ាងនឹងគឺដើម្បីនាងដើម្បីតែកូននឹងឯងហើយរឿងទាំងអស់ដែលគាត់កំពុងធ្វើនឹងខៃដើម្បីឲ្យគ្រួសារនឹងរស់នៅសុខស្រួលហើយសម្លេងឆ្លោះគ្នាឡោករបស់ពួកគេនឹងធ្វើឲ្យកូនរបស់ពួកគេនឹងពេបទាំងពីរអ្នកនឹងតែម្ដងសូមឲ្យពួកគេនឹងកុំឆ្លោះគ្នាអីសុយន្តណាក៏បញ្ញាប់ចូលមកលួងលោមកូនថាពួកគេទាំងពីរអ្នកនឹងអត់បានឆ្លោះគ្នាទេបន្ទាប់ពីនឹងពេលដែលត្រឡប់មកដល់ផ្ទះរបស់ពួកគេវិញនឹងផាកាំងនឹងគាត់ក៏យល់នៅអ្វីដែលប្រពន្ធកូនរបស់គាត់នឹងចង់បានគឺចង់បានរបស់ទាំងអស់នោះនៅពេលដែលគាត់នឹងមានលុយពិតប្រាកដទៅទិញរបស់នឹងដោយខ្លួនឯងមិនមែនដោយសារតែអ្នកដទៃផ្ដល់ឲ្យណាគាត់ក៏បានប្រាប់សុយន្តថាឥឡូវនឹងគាត់រីករាយគាត់ពេញចិត្តជាមួយនឹងជីវិតរបស់គាត់ពេលនេះខ្លាំងមែនទែនជាជាងពេលដែលគាត់នឹងគឺជាតារាល្បីនោះទៅទៀតលោកបន្ទាប់ពីនឹងទៅឃើញថាពួកគេនឹងរស់នៅជាមួយគ្នានឹងសុខសាន្តខ្លាំងមែនទែនមានស្នាមញញឹមជាមួយនឹងគ្នារហូតក្រោយមកទៀតផាកាំងនឹងក៏ខ្លាចទៅជាតារាល្បីខ្លាំងមែនទែនមាន fan នឹងមកចាំថតដល់កន្លែងថតតែម្ដងណាគប់ផ្សំជាមួយនឹងការខំប្រឹងសម្ដែងក៏ដូចជារូបរាងសង្ហានិងការចេះគ្រប់អ្នកដទៃនឹងក៏ធ្វើឲ្យ director នឹងគាំទ្រគាត់ខ្លាំងមែនទែនចង់ឲ្យគាត់នឹងផ្លាស់ប្ដូរតួសម្ដែងជាមួយនឹងជូយន្តនឹងទៀតហើយសូម្បីតែអ្នកកសែតនឹងមកដល់កន្លែងថតនឹងគឺអត់ចង់សម្ភាសជូយន្តទេពួកគេនឹងបែរជាមករកផាកាំងដើម្បីធ្វើការសម្ភាសទៅវិញចំណែកខាងប្រពន្ធកូនរបស់គាត់នៅវិញនឹងក៏រីករាយជាមួយនឹងភាពជោគជ័យរបស់គាត់ពេលនេះដូចគ្នាពួកគាត់បានផ្ដល់សម្ភាសប្រាប់អ្នកកសែតថាការដែលគាត់នឹងខំប្រឹងពីតារាដែលគ្មានឈ្មោះខ្លាចទៅជាអេចិនម្នាក់រហូតដល់ខ្លាចទៅជាតារាម្នាក់ដែលមានឈ្មោះនៅក្នុងខ្សែរឿងដ្រាម៉ាអីបែបហ្នឹងគឺគាត់ខំប្រឹងទាំងអស់ហ្នឹងគឺដើម្បីតែគ្រួសាររបស់គាត់បន្ទាប់ពីហ្នឹងយប់ថ្ងៃគ្រីស្មាស់នោះក៏បានមកដល់បន្ទាប់ពីជូយន្តហ្នឹងគាត់ទទួលបានពានរង្វាន់តារាសម្ដែងពូកែហ្នឹងគាត់ក៏បានបបួលផាកាំងហ្នឹងមកផឹកស៊ីជាមួយនឹងខ្លួនដែលវាគឺជាហាងតារាដែលផាកាំងហ្នឹងចូលលើកមុននោះគាត់ក៏បានឃើញឈ្មោះរបស់គាត់ហ្នឹងដែលសរសេរថាកាំងស្រឡាញ់ស៊ូយន្តអញ្ចឹងទៅនៅលើជញ្ជាំងគេហ្នឹងហើយពួកគេទាំងពីរអ្នកហ្នឹងក៏បាននិយាយគ្នាពីរឿងដែលផាកាំងហ្នឹងនឹងត្រូវទៅថតរឿងនៅក្រៅប្រទេសហ្នឹង3ខែនោះប៉ុន្តែផាកាំងអត់ចង់ទៅទេដោយសារតែគាត់ហ្នឹងមិនអាចចាក់ចេញពីកូនរបស់គាត់ទាំងពីរអ្នកហ្នឹងបានគាត់ថាគាត់មិនចង់រត់តាមលុយអីទៀតទេអ្វីដែលគាត់ចង់បានណាគឺការរស់នៅជាមួយនឹងគ្រួសាររបស់គាត់ដូចសពថ្ងៃនេះគឺគ្រប់គ្រាន់ហើយលើតបែបហ្នឹងណាជូយន្តហ្នឹងក៏សួរថាឯងស្វឹងហើយមែនស្ដាប់សម្ដីមើលទៅឯងដូចជាចាស់ទុំដល់ហើយផាកាំងបានត្រឹមតែញញឹមដាក់មិត្តភក្តិរបស់គាត់តែអត់មានឆ្លើយតបនឹងសំណួរហ្នឹងនោះទេហើយជូយន្តណាក៏បានប្រាប់ផាកាំងថាគាត់ចំណាយនឹងជីវិតគ្រួសាររបស់ផាកាំងពេលនេះខ្លាំងមែនតើបើសិនជាអាចហ្នឹងគាត់ចង់ផ្លាស់ប្ដូរជីវិតរបស់គាត់ជាមួយនឹងផាកាំងនៅថ្ងៃណាមួយណាព្រោះតែរាល់ថ្ងៃគឺគាត់តុកសិចគាត់កើតទុកជាមួយនឹងជីវិតឯកាម្នាក់ឯងនឹងដល់ហើយបើទោះបីជាផាកាំងក៏ដឹងច្បាស់ហើយថាជីវិតរបស់ជូយន្តពេលនេះគឺជាជីវិតរបស់គាត់ពីមុននោះក៏គាត់នឹងប្រាប់ទៅកាន់គេវិញថាគាត់គ្មានថ្ងៃផ្លាស់ប្ដូរជីវិតរបស់គាត់ជាមួយនឹងគេទេទោះចេញពីផឹកស៊ីនឹងមកឃើញថាជូយន្តនឹងរៀងស្វឹងតិចហើយគាត់ក៏បានឲ្យលុយទៅកាន់ផាកាំងនឹងដែលប្រាប់ថាយកលុយនឹងទៅទិញកាដូឲ្យកូនរបស់គាត់នឹងនៅថ្ងៃគ្រីស្មាស់ទៅហើយខ្សឹបប្រាប់ផាកាំងថាកុំភ្លេចប្រាប់រូហាផងថាពូជូយន្តនឹងសង្ហាណាបើសិនជាគេនឹងមើលឲ្យចិត្តណាផាកាំងក៏បានប្រាប់ទៅវិញថាគេមិននិយាយបែបនោះទេគេគឺជាកូនប្រុសរបស់យើងដល់លើបែបហ្នឹងមិត្តភក្តិរបស់គាត់ហ្នឹងក៏ចង់ទាញយកសុំសម្បត្តិយកលុយនឹងមកវិញអត់ចង់ឲ្យទេតែលុយបានដល់ដៃគេឲ្យតយូរបានឲ្យវិញហើយភ្លាមហ្នឹងក៏បានឃើញវូហ៊ីហ្នឹងមកទទួលយកជូយន្តហ្នឹងនៅលើផ្លូវហ្នឹងឯងឆ្លៀតពេលជាមួយនឹងគ្នានឹងផងដែរនឹងផាកាំងក៏បាននិយាយពីរឿងដែលគាត់ហ្នឹងលើថាពួកគេទាំងពីរនាក់ហ្នឹងតាក់តងគ្នាហើយដោយសារតែជូយន្តហ្នឹងបានប្រាប់ថាពួកគេហ្នឹងនឹងមានទ្រីបទៅបរទេសជាមួយនឹងគ្នាទៀតលើតបែបហ្នឹងវូហ៊ីហ្នឹងក៏លន់មកថាគឺពួកគេហ្នឹងមានថតនៅទីនោះជូយន្តហ្នឹងគឺជាអ្នកប៉ាវទៅទៀតនិយាយបែបហ្នឹង
យខាងស្រីនឹងក៏បានឡើងឡានទៅហើយផាកាំងនឹងក៏បានមើលមិត្តភក្តិរបស់ខ្លួនពីក្រៅទៅហើយក៏បានជេរគេតិចៗនឹងថាអាចង្រៃយកនឹងគឺក្រាស់គេម្នាក់ឯងទៀតហើយស្រឡាញ់គេមកខាងទៀតហើយបន្ទាប់ពីឡានរបស់វូហ៊ីនឹងបើកចេញទៅបានបន្តិចនឹងផាកាំងនឹងក៏បានហៅតាក់ស៊ីជីតាក់ស៊ីបណ្ដានឹងគាត់ក៏វីដេអូខលជាមួយនឹងប្រពន្ធកូនបណ្ដាដែលពួកគេកំពុងតែរងចាំគាត់នឹងត្រឡប់ទៅផ្ទះវិញដើម្បីអបអរយប់គ្រីស្មាស់នឹងជាមួយនឹងគ្នាហើយពេលហ្នឹងកូនរបស់គាត់នឹងក៏ទៀមទាយកកាដូចង់ឲ្យសន្តាននឹងយកកាដូទៅដល់ផ្ទះអីចឹងទៅលើភ្លាមនឹងក៏ស្មុកមែនតែមិនដឹងថាស្មាននេះទៅទិញកាដូនៅណាទេដែលសាំតែកូនរបស់គាត់នឹងដូរចង់បានកាដូផ្សេងវិញចឹងណាប៉ុន្តែអ្នកជាប្រពន្ធក៏បានខ្សឹបតិចប្រាប់ថានាងទិញហើយគ្រាន់តែគាត់នឹងប្រញាប់ទៅផ្ទះទៅបានហើយដែលទទួលស្រាប់ចោះពីប្រពន្ធរបស់ខ្លួននឹងក៏ស្រាប់តែលើពូតាស៊ីនឹងនិយាយមកកាន់គាត់ថាយ៉ាងម៉េចដែរការរស់នៅក្នុងជីវិតមួយទៀតតើលោកមានសុភមង្គលជាមួយនឹងគ្រួសាររបស់លោកណាមែនផាកាំងនឹងគ្រាន់តែលើបាននឹងគឺគាត់ចាំបានតែម្ដងហើយគាត់ឡើងសោកហ្មងណាតែពូនឹងក៏ប្រាប់គាត់ថាកុំតក់ស្លុតអីសល់ពេលមិនយូរទៀតទេដល់ពេលដែលលោកត្រូវត្រឡប់ទៅវិញហើយដែលលោកគួរតែត្រឡប់ទៅកាន់ជីវិតពីដើមរបស់លោកវិញផាកាំងក៏បានសួរទៅកាន់ពូនឹងវិញទាំងភ័យនឹងថាយ៉ាងម៉េចដែរបើសិនជាខ្ញុំមិនចង់ត្រឡប់ទៅវិញយ៉ាងម៉េចទៅបើសិនជាខ្ញុំជ្រើសរើសរស់នៅក្នុងជីវិតនេះពូនឹងក៏បានតបមកវិញថាគ្មានអ្វីដែលលោកអាចសម្រេចចិត្តបានទេពេលវេលាចិត្តអស់ហើយស្អែកពេលព្រឹកលោកនឹងត្រឡប់មកកាន់ជីវិតរបស់លោកវិញហើយផាកាំងគាត់ក៏បានបដិសេធថាអត់ទេគាត់គិតថាអ្វីដែលពូតាស៊ីនឹងកំពុងតែនិយាយនឹងមិនកើតឡើងទេគាត់ស្រែកសួរទាំងខឹងទៅកាន់ពូតាស៊ីនឹងថាតើលោកគឺជាណាគេមិនបានជាមកសម្រេចជីវិតរបស់ខ្ញុំអញ្ចឹងលើតែប៉ុណ្្នឹងហើយនឹងពូតាស៊ីនឹងក៏បញ្ឈប់ឡាននឹងភ្លាមតែម្ដងហើយពូនឹងក៏បានប្រាប់ផាកាំងថាគាត់ធ្លាប់បានប្រាប់ផាកាំងហើយថាគាត់នឹងក៏ធ្លាប់នៅក្នុងស្ថានភាពដូចជាផាកាំងពេលនេះដែរតែថ្ងៃចុងក្រោយរបស់គាត់នៅក្នុងជីវិតដ៏ស្រស់ស្អាតនោះគឺនៅក្នុងយប់គ្រីស្មាស់ដូចគ្នាអញ្ចឹងហើយពេលដែលគាត់បិទភ្នែកនឹងគាត់មានអារម្មណ៍ថាខ្លួនគាត់នឹងនៅលើឆាកនោះបាត់ហើយអ្វីដែលគាត់ចងចាំមិនភ្លេចនោះគឺឃើញកូនប្រុសរបស់គាត់នឹងឈរមើលគាត់ប៉ុន្តែគាត់ក៏មិនដឹងថាត្រូវត្រឡប់ក្រោយយ៉ាងម៉េចបានទេអ្វីដែលគាត់ដឹងនឹងគឺរឿងនឹងកន្លងផុតមកយូរហើយស្ដាប់រឿងរបស់គាត់ហើយនឹងផាកាំងនឹងបានត្រឹមតែទឹកភ្នែកប៉ាត់ចឹងទៅព្រោះតែដឹងថាជីវិតរបស់គាត់នឹងក៏អត់ខុសពីពូនឹងដែរដែលត្រូវបែកពីគ្រួសារនិងប្រពន្ធកូនជាទីស្រឡាញ់របស់ខ្លួននឹងលោកបានបន្តិចផាកាំងនឹងក៏បានមកដល់ផ្ទះហើយតម្រាំតែបើកទ្វារចូលទៅនឹងគឺគាត់សោកសៅគាត់សែតខ្លាំងមែនតែនឈរនៅមាត់ទ្វារនឹងជួតទឹកភ្នែកហើយនឹងបានបើកទ្វារចូលនេះហើយកាន់តែសំណោស្នោជាងនឹងទៅទៀតនៅពេលដែលឃើញកូនរបស់គាត់នឹងរត់មកអបគាត់ទៅសងចឹងទៅមកពួកគេទាំងពីរនាក់បកាយគ្នាទៅវិញទៅមកនឹងគាត់ឡើងអាលីងលងទឹកភ្នែកអូយឡើងអាណិតឡើងសែតលុះដល់ម៉ោងចូលគេងទៀតនឹងរូហីនឹងក៏បានសួរថាតើការចងចាំរបស់ប៉ាត្រឡប់មកវិញឯមែនព្រោះតានាងមានអារម្មណ៍ថាឥឡូវនឹងគាត់ដូចជាប៉ារបស់នាងខ្លាំងមែនតែនទាំងអាកប្បកិរិយារឹកពីនឹងការស្រឡាញ់មកលើពួកគេចឹងនេះដល់ឃើញភ្នែកប៉ារបស់ខ្លួនក៏ហមរយំចឹងកូននឹងក៏សួរថាប៉ាយំមែនគាត់ក៏បានកុហកថាអត់ទេគាត់បានយំទេគាត់កុហកកូនថាប្រហែលជាមានអីចូលភ្នែកគាត់ទេលើតបែបនឹងកូនស្រីរបស់គាត់នឹងក៏ងើបមកផ្លុំឲ្យអើយកាន់តែធ្វើឲ្យគាត់នឹងសំណោះខ្លាំងមែនតែនមើលមកកូនណាខំប្រឹងទប់ណាអត់ចង់ឲ្យខ្លួនឯងយំមកកូនទេហើយចុងក្រោយនឹងក៏ទប់ទឹកភ្នែកមានបានណានៅតែស្រក់មកតារាវហ្នឹងបន្ទាប់ពីចាញ់ពីនិយាយជាមួយនឹងកូនហើយហ្នឹងស៊ូយុនណាក៏បានឲ្យរូបមកស្លឹកឲ្យគាត់មើលតែដឹងថាតាមពិតទៅនឹងពូតាស៊ីនោះគឺជាប៉ារបស់ផាកាំងនឹងឯងហើយយប់ហ្នឹងគាត់ដេកអត់លក់ទេអង្គុយមើលវីដេអូប្រពន្ធកូននឹងទាំងសំណោះនឹងនៅពេលដែលពួកគេនឹងតែភិកនេះមួយគ្នាសប្បាយចិត្តនឹងអត់ពីនឹងពេលដែលគេងអោបស៊ូយុននឹងទៀតស៊ូយុនណាក៏បានប្រាប់ថាស្អែកនឹងនាំកូននឹងទៅញ៉ាំអីឆ្ងាញ់ៗទៅកន្លែងលេងសប្បាយៗចឹងទៅតែនាងនឹងមិនហាមឃាត់គាត់នៅក្នុងការចាយលុយទេស្ដាប់ប្រយោគនឹងហើយគាត់ស្រក់ទឹកភ្នែកប៉ាត់មកព្រោះថារវាងពួកគេទាំង4នាក់នឹងលែងមានថ្ងៃស្អែកជាមួយនឹងគ្នាទៀតហើយហើយសាច់រឿងគេនេះសាហាវណាចាបន្ទាប់ពីនឹងចូលដល់ថ្ងៃថ្មីផាកាំងក៏ដឹងខ្លួនឡើងមកនឹងក្នុងជីវិតហឺហាក្នុងខុនដូរបស់គាត់ពិតមែនពេលហ្នឹងអ្វីដែលគាត់ស្រែកហៅដំបូងនឹងគឺប្រពន្ធហើយនឹងកូនរបស់គាត់នឹងឯងប៉ុន្តែគ្មានវត្តមានរបស់ពួកគេទាំង3នាក់នឹងនៅក្បែរខ្លួនរបស់គាត់ទេហើយថ្ងៃដែលគាត់ក្រោកដឹងខ្លួននឹងគឺជាថ្ងៃចំថ្ងៃគ្រីស្មាស់នឹងទៀតហើយពេលនេះគឺគាត់ធ្វើអីទាំងអស់គាត់រត់ទៅរកស៊ូយុននៅកន្លែងតាំងពីពណ៌គំនូតែម្ដងព្រោះថាពេលនេះនាងខ្លាចទៅជាវិចិត្រករដល់ល្បីម្នាក់ឯងឃើញគាត់ភ្លាមនាងក៏សួរគាត់ថាតើឯគេនាំលោកមកដល់ទីនេះនៅពេលដែលឃើញគាត់គិតតែពីសម្លឹងមកនាងក៏សួរមួយសំណួរទៀតលោកមិនមែនមកទីនេះដើម្បីមកជួបខ្ញុំណាហើយទីបំផុតផាកាំងណាក៏ព្រមហើបមាត់និយាយជាមួយនឹងគេដែលសួរនាងថាតើនាងគូររូបនេះដោយរបៀបណាគឺជារូបផ្ទះដែលពួកគេនៅរស់នៅជាមួយនឹងកូននោះឯងស៊ូយុនក៏បានប្រាប់ថាវាគឺជាការបង្ហាញស្នាដៃដំបូងរបស់នាងណាខាងប្រុសនឹងក៏សុំរំខានពេលរបស់នាង1ម៉ោងបានអត់តែខាងស្រីមិនទាន់ទាំងបានឆ្លើយថាអូខេមិនអូខេផងហ្នឹងគាត់ក៏ដៃកូនកំមុំគេនឹងរត់ចេញពីហោតាំងពីពណ៌នឹងភ្លាមហើយក៏បាននាំនាងនឹងមកមើលផ្ទះដែលពួកគេនឹងធ្លាប់រស់នៅជាមួយនឹងគ្នានឹងឯងក៏បានប្រាប់នាងថាយប់មិញខ្ញុំបានចំណាយពេលគ្រីស្មាស់ជាមួយនឹងនាងនៅក្នុងផ្ទះនេះរយៈពេល1ឆ្នាំជាមួយនឹងនាងមានតម្លៃខ្លាំងហើយក៏មានក្តីសុខបំផុតនៅក្នុងជីវិតរបស់ខ្ញុំហើយគាត់នឹងមានរឿងច្រើនទៀតដែលគាត់នឹងចង់ប្រាប់នាងសកម្មភាពក៏ដូចជាទីតាំងដែលពួកគេនឹងកំពុងឲ្យឈរនិយាយគ្នានៅមុខផ្ទះនឹងគឺដូចបេះបិទនៅក្នុងគំនូរដែលស៊ូយុននឹងបានគូអញ្ចឹងបន្ទាប់ពីនឹងតែ2ឆ្នាំក្រោយមកនឹងពួកគេស្រឡាញ់គ្នាម្ដងទៀតហើយនឹងក៏បានបង្កើតបានកូនភ្លោះមកគូហើយកូនភ្លោះទាំងពីរនាក់នឹងពួកគេនឹងដាក់ឈ្មោះឲ្យកូនថារ៉ូហារ៉ូហ៊ីនឹងឯងហើយសាច់រឿងរបស់យើងគឺចប់ត្រឹមនឹងឯងលក្ខណៈថា happy ending ខ្លាំងមែនតើហ្មងណាអញ្ចឹងអរគុណច្រើនខ្លាំងមែនតើអ្នកនរហ៊ីសម្រាប់ការមើលរឿងនេះតាំងពីដើមដល់ចប់នេះណាដើម្បីទទួលបានរឿងថ្មីៗទៀតកុំភ្លេចជួយចុច like ក៏ដូចជា subscribe នៅលើ channel របស់ខ្ញុំម្នាក់មួយផងណាអរគុណច្រើនបាយបាយជាចុងក្រោយadmin សូមបញ្ជាក់ជូនម្ដងទៀតសម្រាប់អ្នកដែលចង់ឆ្លើយសំណួរនៅក្នុង app MRTS Survey និងដើម្បីទទួលបាននូវចំណេះដឹងបន្ថែមទៀតកុំភ្លេចចូលទៅ check មើលក៏ដូចជាជួយ subscribe នៅលើ channel MRTS ហើយម្នាក់មួយផងនេះសម្រាប់ link channel admin នឹងធ្វើការ pin ជូននៅក្នុង comment ក្រោមវីដេអូនេះណា